ថានៅក្នុងប្រធានបទដែលយើងលើកឡើងមកនិយាយនេះខ្ញុំចង់ជម្រាបសួរទៅលោកថានៅនៅក្នុងបរិយាកាសសប្តាហ៍នេះឬតែអាប់ទៅដោយសារតែនៅបន្ទាប់ពីមានការឆុបបាញ់ក៏ដូចជាសង្គ្រាមរ៉ាំរ៉ៃប៉ុន្មានជាមួយឆ្នាំជាងនេះគឺធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីច្រើនណាស់ហើយបើតាមតែលោកតេងលីហើយនឹងពួកយើងទាំងអស់គ្នាបានដឹងសង្គ្រាមដែលកើតឡើងដំបូងមកអស់ហ្នឹងហាក់បីដូចជាមានប្រៀបទៅលើប្រទេសថៃខ្លាំងណាស់ណាបើទោះជាយោធារបស់យើងមានយន្តហោះចម្បាំក៏ដោយក៏ប៉ុន្តែយើងឃើញមានប្រៀបណាហើយយើងវាយបានទីតាំងតាំងពីប្រាសាទតំនតូចប្រាសាទតំនធំតាក្របីអីទាំងអស់ប៉ុន្តែដោយសារតែមានការផ្អាកបាញ់តាមការបញ្ជារបស់ហ៊ុនម៉ាណែតហ៊ុនសែនបានធ្វើឲ្យទឹកដីមួយចំនួនដែលយោធាពលីជីវិតយកបានហ្នឹងបានคล้ายទៅជាទឹកដីថៃដោយគេប្រមាថមើលងាយកម្ពុជាតាមរយៈមិនធ្វើសង្គ្រាមដោយសារការចំណាយលុយទៅទិញក្រអាវុធធនធ្ងន់ទៅបីទេគេប្រើតែចម្រៀមឬមួយក៏គេយកកាឡាលួសមកពាត់មិនដឹងធ្វើអីគេបានផងដោយសារតែស្ដាប់បញ្ជារបស់តកូលហ៊ុននេះជាដើមលោកឃើញលីតាលោកយល់យ៉ាងណាដែរនៅពេលដែលសង្គ្រាមស៊ីសាច់ផុតឈាមគ្នារវាងប្រទេសទាំងនឹងប្រទេសបានធ្វើឲ្យប្រទេសមួយមានព្រៀបមកលើប្រទេសមួយទៀតដោយប្រើត្រឹមតែជំរាមតើលោកមានអារម្មណ៍យ៉ាងណាដែរសម្រាប់ខ្ញុំគឺខ្ញុំខ្មាស់គេណាស់ទៅហើយអារម្មណ៍របស់លោកយ៉ាងណាខ្ញុំមិនទាន់ដឹងទេថ្ងៃនេះខ្ញុំសូមអញ្ជើញលោកជួយបកស្រាយនិងពន្យល់ដល់ទស្សនិកជនរបស់យើងទាំងអស់គ្នាចា៎សូមជឿបាទអរគុណច្រើនខ្ញុំបាទគីលីសូមគោរពសង្ឃជាទីសក្ការៈបងប្អូនកូនខ្មែរទាំងអស់ពុំតាមដានពេកtrong cái chuyệnអាមេរិកទាំងអស់ហើយនឹងក្មួយស្រីហើយនឹងក្មួយដែលបានជួបគ្នានៅសប្តាហ៍នេះបាទសូមជាទីគោរពក្រាបអានទៅលើសំណួរនិងប្រធានបទរបស់យើងនេះវាឆ្ងាយអំពីការពិតខ្លាំងណាស់មិនបានខ្ញុំថាឆ្ងាយពីការពិតវាជាគម្រោងការរៀបចំយើងនៅខែកក្កដាខ្ញុំមិនចាំថ្ងៃទេតែដែលហ៊ុនសែនចុះទៅសម្រួលដកកងទ័ពចេញពីមុំ3អានសេះឃុំដៃជូនោះយើងឃើញហើយថាមូលហេតុអីបានហ៊ុនសែនចុះទៅរៀបចំពេលដែលមានចំនួនបាទពេលមានចំនួនទៅឲ្យកងទ័ពលុបលីនឋានឲ្យកងទ័ពធ្វើស្អីហើយដកកងទ័ពចេញពីមុំ3មករហូតដល់ទល់ឥឡូវអត់ឲ្យចូលទៅវិញហើយខ្លាយទៅជារបស់ថៃអានេះជាគម្រោងការនយោបាយតកូលហ៊ុនដើម្បីរក្សាអំណាចគម្រោងការរបៀបណាទៅលោកតែបញ្ជាក់ថាហេតុអីបានសង្គ្រាមស៊ីសាច់ហត់ឈាមកំពុងតែមានព្រៀបហើយគេឲ្យឈប់បាញ់វិញហើយនៅពេលដែលទឹកដីបានទៅលើដល់ដៃថៃប៉ុន្តែលោកថាវាជាគម្រោងការខ្ញុំចង់បានការបញ្ជាក់ពីលោកយ៉ាងសូមចេញបាទពុតទី1យើងបានឃើញទាំងអស់គ្នាហើយអត់មានផ្ដល់ក្តីទុកចិត្តទំនុកទុកចិត្តទៅដល់កងទ័ពទី1ទី2មិនឲ្យប្រជាពលរដ្ឋនេះទទួលដឹងឮអំពីផែនការនេះឲ្យជឿជាក់បាទឲ្យជឿជាក់ចុះទៅដកកងទ័ពធ្វើអីចុះទៅលុបលីនឋានធ្វើអីនៅក្នុងខែកក្កដាបាទហើយគេសួរទៅថាទៅជួយសម្រួលកងទ័ពចុះជួយសម្រួលកងទ័ពថៃឲ្យគេមានសិទ្ធិចូលមកអានសេះចូលមកស្អីចូលមកជាតែបាទជាខ្សាននេះយើងបានឃើញហើយគឺជាការសម្រួលបាទសម្រួលនៃកិច្ចសហការទេវាមិនមែនជាសង្គ្រាមស៊ីសាច់ហត់ឈាមគ្រាមឆ្អឹងជាមួយនេះអត់មានទេវាហត់ឈាមគ្រាមឆ្អឹងជាមួយតែខ្មែរទេតែជាមួយថៃគឺគេសម្រួលឲ្យមានបាទហើយសប្តាហ៍ថ្ងៃយើងដឹងហើយទោះថាកើតចេញពីណាវាកើតចេញពីហ៊ុនសែនរស់ក្រោមការបង្គាប់របស់បរទេសចា៎អាវុធក៏មិនផ្ដល់ឲ្យបាយទឹកក៏មិនផ្ដល់ឲ្យមានតែបកោប្រកាសរោគជំនួយមនុស្សធម៌យកទៅចែកជូនកងទ័ពបាទហើយយកកងទ័ពនេះធ្វើជាលៀនឋាននយោបាយស្នងតកូលរបស់តកូលហ៊ុនទេស្លាប់រឹបរយនេះមិនមែនហើយសួរថាមានបានធ្វើសេចក្តីក៏កំណត់ថាស្លាប់ប្រមាណបាត់ខ្លួនប្រមាណបាទហើយប្រមាណថ្ងៃនេះថៃគេទើបដោះលែងនគរបាលព្រំដែនទៅអ្នកទៀតយើងឃើញមើលអត់ដឹងថាអ្នកណាបាត់ខ្លួនអ្នកណាអានេះនយោបាយរបស់អ្នកដឹកនាំមិនមែនជាសង្គ្រាមទប់ទល់ទេអានេះគឺគេធ្វើម៉េចរំលាយប្រទេសខ្មែរណាហ៊ុនសែនក៏ធ្វើគម្រោងធំណារំលាយប្រទេសខ្មែររំលាយវិញមុនគេរំលាយផែនទីបារាំងសៀមបាទមិនឲ្យអន្តរជាតិមានសិទ្ធិចូលរួមក្នុងកិច្ចការនយោបាយព្រំដែនបូរណភាពដែនដីអធិបតេយ្យភាពជាតិសម្រាប់ការរស់នៅរបស់អនាគតជាតិវាធំបំផុតគឺព្រំដែនដើម្បីអីលោកចាខ្ញុំចង់ដឹងថាតើចង់រំលាយប្រទេសកម្ពុជានោះគឺដើម្បីអីទៅចា
ដើម្បីតកែយួនរបស់វាណោះតកែចិនណោះពីព្រោះគ្រោះក្រមបង្កើបបញ្ជារបស់យួននឹងចិនទេអញ្ចឹងយួននឹងចិនគេគូសឲ្យដើរមិនគឺហ៊ុនសែនត្រូវដើររបៀបនោះឯងខ្ញុំរស់នៅជាមួយបកប្រជាជនរយៈពេលជាង20ឆ្នាំយើងដឹងហើយថាបកប្រជាជនគេធ្វើអីបកប្រជាជនគេមិនបានគិតពីបូរណភាពដែនដីគេមិនបានគិតពីរឿយគេគិតធ្វើម៉េចមហាមិត្តមិត្តចង់បានអីគេឲ្យនោះយើងមើលផ្ទៃដីប្រទេសកម្ពុជាដែលធ្លាក់ទៅលើកណ្ដាប់ដៃយួនគិតតែដែនសមុទ្រមួយ 40000 គីឡូម៉ែត្រកាឡាបាទហើយនៅដែនគោកទៀតចូល 10000 គីឡូម៉ែត្រកាឡាទៀតចាហើយសួរទៅហើយក្រុមហ៊ុនយួនជាង600មកកាន់កាប់ដីលើប្រទេសកម្ពុជាទៀតកុកអានមួយបំផ្លាញបឹងទន្លេសាបបានមកស្អាតអត់មានអ្នកណាហ៊ានទៅប៉ះពាល់បាទយួនមករស់នៅ3លានគ្រួសារអ្នកណាហ៊ានទៅប៉ះពាល់យួនអានេះយើងមើលអុកញ៉ា3000នាក់រស់ស៊ីគ្រឿងញៀនជាចំនួនដ៏ធំរបស់បកប្រជាជនសម្រាប់អនាគតយួននោះហើយថ្មីនេះយើងឃើញហើយចាប់បានយួនបញ្ជូនទៅចាប់បានចិនបញ្ជូនទៅចិនចាប់បាន40ជនជាតិបញ្ជូនចេញទាំងអស់ដល់ខ្មែរអ្នកបោះសម្រាមអ្នកសម្អាតទៅចូលគុកនេះយើងមើលឃើញថាគេធ្វើសម្រាប់អ្នកណាបំផ្លាញខ្មែរណាគោលនយោបាយរបស់តកូលហ៊ុននេះគឺបំផ្លាញខ្មែរសតសារំលាយពូជសាសន៍ខ្មែរលើដីកំណើតខ្លួនសតសាមិនឲ្យដឹងមិនឲ្យឮមិនឲ្យឃើញមិនឲ្យនិយាយគិតតែថតបង្ហោះថាកុំបើកឡានមកជួននេះព្រោះផ្លូវដាច់ហើយមិនអាចទៅបានទេឆ្ងាយណាស់80គីឡូទៅមកគឺអស់ប្រេងអស់សាំងចឹងសុំកុំមកគាត់ប៉ុណ្ណោះចូលគុកប្រហែល20ឆ្នាំគេខំសម្លាប់ហើយខំបកោកប្រកាសហើយអានេះវាជានយោបាយសិក្សាមិនមែនជាសង្គ្រាមហេតុការណ៍កើតឡើងផ្ទុះដោយចៃដន្យទេគឺដោយគ្រោងការគម្រោងនយោបាយកាលណាគេថាផែនព្រំដែនដាច់ខ្សែខ្មែរស្លាប់ដាច់ពូជនោះគឺវាបាទអានេះពាក្យចាស់បុរាណមកគេអញ្ចឹងបានម្នាក់ខំណាស់បាទទោះបីជាគ្មានខោអាវទៅហ៊ានស្លៀកនៃស៊ីវិលក៏ទៅនៅជាដែរឲ្យបានតែគេមិនឲ្យខ្មែរនៅជាដែរទៀតដូចអសរខេងនិយាយថាកុំជួលដីឲ្យយួនធ្វើស្រែចូលបើវាមកដាំអំពៅដល់មកគេចេះស្ទឹងត្រែងនេះក៏មិនគេមិននិយាយចាហើយមិនមកដាំអំពៅដល់ព្រះវិហារទៀតនេះក៏មិនអសរខេងមិននិយាយអានេះសិតតែផែនការរបស់ពួកកញ្ជិះអាយ៉ងយួនដាច់ថ្លៃជាឆ្កែដល់ល្អពូជម្បោអាបកប្រជាជននេះគឺជាពូជឆ្កែដល់ល្អសម្រាប់បរទេសណាមិនមែនសម្រាប់ខ្មែរទេយើងមើលឃើញ20-30ឆ្នាំមកហើយរឿងនេះវានឹងកើតរឿងនេះវានឹងអន្តរាយរឿងនេះវានឹងផែនហើយវាមិនដែលមានរដ្ឋាភិបាលប្រមូលគ្នាទៅប្លន់ដីរាជឲ្យអុកញ៉ា3000នាក់មានសិទ្ធិកាន់កាប់ដីទូទាំងប្រទេសសំណង់អាគារខ្មែរខ្លាយជាលៀកទៅជួលព្រាសយួនជិះចិននៅសប្តាហ៍ថ្ងៃនេះយើងមើលកំពង់សោមទាំងមូលនោះខ្មែរទៅជួលអាគារយួនអាគារចិនរស់នៅអនាគតគឺគេរៀបយ៉ាងខ្មែរមានសិទ្ធិទៅជួលព្រាសចិននឹងយួននៅទេចាព្រោះចាស់កថាហើយកថាប្រទេសខ្មែរជាដីស្រែរបស់ចិនយួនសម្រាប់ខ្មែរគ្មានរួយខ្លួនសល់អីទេយ៉ាងបានក៏ខំណាស់នោះហើយគេដាក់ខេត្តសៀមរាបនេះជាតំបន់ក្បត់ជាតិទៀតហងចាពួកនោះធ្លាប់សម្រាប់យួនច្រើនណាស់ពីអំណោយផលលោកដាប់ឈួនលោកសងអីលោកអីនេះគឺប្រឆាំងនឹងយួនដាច់ខាតយួនទៅយួនបួសជាសង្ឃហើយនៅតែទៅគោះទៅរោធ្នូឃើញអាវុធឃើញកំភ្លើងកប់តាមធ្នូខ្មោចស្អីហើយស៊ីអនុខឹងណាធ្វើអត់បត់បញ្ជាណាធ្វើឲ្យខូចចំណងមិត្តភាពរស់នៅជិតខាងសេចក្តីសុខធំបំផុតគឺអ្នកជិតខាងប៉ុន្តែពលរដ្ឋខ្មែរគេថាចោលតែអ្នកនយោបាយគេថាមិត្តអានោះវាយើងឃើញទាំងអស់គ្នាហើយតាណាក៏មិត្តដៃថែបមិត្ត10000ឆ្នាំដែរប៉ុន្តែមកធ្វើអីប្រមូលមុខរបរប្រមូលដីធ្លីប្រមូលទ្រព្យរបស់សម្បត្តិជាតិបំផ្លិចបំផ្លាញបាទហើយអត់ហ៊ានថាយួនអ្នកសម្លាប់ខ្មែរទៀតណាហ៊ានថាយួនសម្លាប់ខ្មែរទូក្បត់ជាតិទៀតនៅក្នុងសរងក្តីខ្មែរក្រហមបាទគេបង្កើតមកក្រុមគេបង្កើតក្រុមធានុទៅសម្លាប់ធានុគេបង្កើតក្រុមប៉ុលពតទៅសម្លាប់ប៉ុលពតបង្កើតក្រុម
ហ៊ុនសែនទៅសម្លាប់ប៉ែនសវណ្ណទៅស្លាប់ហើយអានេះវាជានយោបាយរបស់គេបាទហើយគេឲ្យថៃធ្វើនេះគឺវាជាចំណងដៃមួយដ៏ធំណាស់សម្រាប់ផែនទីប្រវត្តិសាស្ត្រព្រោះ2នាក់នេះវាបានចុះហត្ថលេខា2នាក់នេះបានធ្វើសេចក្តីព្រមព្រៀង70ឆ្នាំមកគ្មានការតវ៉ាពីបារាំងសៀមប្តឹងចន្ទើសនៅលើផែនទីបារាំងសៀមដើម្បីឲ្យមានស្អីអត់មានទេតែយួនគេមានរដ្ឋបាលកូសាំងស៊ីនគេនោះបាទយើងមើល120បកគោលមាន124បកគោលហ៊ាននិយាយទេបាទអានេះវាជារឿងអណោយអធមណាសម្រាប់ប្រទេសខ្មែរណាចឹងបានគេថា2050គឺឲ្យចប់ជាស្ថាពរអសមត្ថភាពកន្លែងណាត្រូវតែសម្រួលប្រនោះមិនដឹងថា2050ហ្នឹងគឺគេធ្វើរបងពាត់យកដីយើងចប់ជាស្ថាពរឬក៏បាត់ទាំងប្រទេសតែម្ដងឬយ៉ាងម៉េចក្មួយស្រីគិតមើលថាសប្តាហ៍សង្គ្រាមចម្លែកណាលើពិភពលោកវាមិនដែលមានទេជំរាមកៅស៊ូទៅធ្វើសង្គ្រាមបាញ់យកបន្ទាយប្រាសាទតាកបីឯនោះយើងគិតមើលរួចហើយសប្តាហ៍អត់បានប្រើអាវុធទេប៉ុន្តែគេប្រើបលាលួសហុំយកទាំងអស់ហុំពាត់យកទាំងអស់នៅថ្មដានៅភ្នំព្រឹកនៅភ្នំបារាំងធ្លាក់គេយកអស់ហើយបៃលិនហើយគេយកអស់ហើយបាទហើយអត់មានផ្ទុះអាវុធទេបៃលិនស្រាប់តែអស់បាទអស់លលីងបាទស្ពានយូលអូតងស្ពានស្អីណាបាទអូកាគីអូសំឡូតអីអស់លលីងហ្នឹងស្រាប់ណាហើយគេអត់ឲ្យធ្វើសង្គ្រាមទេព្រោះតំបន់នោះគេឲ្យស្រេចតែម្ដងហ្នឹងអានេះណាហើយសប្តាហ៍ឡានរាប់រយគ្រឿងចេញចូលធម្មតាបៃលិនហើយច្បាយខេត្តបៃលិនណាយួនទៅហើយនោះចាំពិបាកទៅឆ្លោះគ្នាហើយអានេះយើងជារាជខ្មែរត្រូវគិតឲ្យមើលឲ្យឆ្ងាយគិតឲ្យវែងទៅថាអ្នកណាអ្នកធ្វើហ៊ុនសែនអ្នកធ្វើបាទថៃគេព្រមព្រៀងក៏ដោយសារគេថាបើហ៊ុនសែនមិនបើកដៃថៃក៏អត់ហ៊ានដែរចាបាទហើយ UNHCR លោកនៅសប្តាហ៍ថ្ងៃនេះលោកថាគាត់នឹងជួយដោះស្រាយទៅលើតំបន់ជំរុំទាំងអស់ដែលគាត់បានគ្រប់គ្រងគាត់នឹងឲ្យវត្ថុតាមព្រោះនៅលើដីខ្មែរបដិសេធភ្លាមមិនទទួលស្គាល់ភ្លាមមានណានេះមានតែក្រុមឆ្កែបកប្រជាជនមកក្តាប់តូចឯងដែលបំផ្លាញជាតិបំផ្លាញសេចក្តីសុខបំផ្លាញអំណាចរដ្ឋបំផ្លាញសិទ្ធិពលរដ្ឋបំផ្លាញយកលុយទៅដាក់ធនាគារឥឡូវធនាគារមួយទៀតប្រកាសមិនឲ្យដកលុយទៀតបាទអានោះគឺវាមិនមែនបកសំរងស៊ីបកប្រឆាំងគ្មានលុយទៅដាក់ធនាគារទេបាទអានោះយើងដឹងស្រាប់ហើយបាទអញ្ចឹងបកប្រជាជនគេសប្បាយចិត្តហើយបោកមិនក៏បោកទៅអញនៅតែស្ងៀមបាទទិញដីបានខ្យល់ទិញផ្ទះបានខ្យល់ក៏អញនៅតែស្ងៀមហើយយើងបកប្រឆាំងយើងបានគេថាមានម្នាក់នោះគេនិយាយថាកុំមកទៅនិយាយជាមួយក្រុមសំរងស៊ីពួកនេះវាមិនមែននយោបាយទេបាទវាជាពួកផ្កាប់មុខអត់ដឹងខុសត្រូវប៉ុន្តែយើងមើលឃើញអំពីវិបត្តិសង្គមយើងមើលឃើញកែមលីបានតែនិយាយទេតែយើងនៅក្នុងមូលដ្ឋានយើងចុះតាមមូលដ្ឋានយើងមើលកិច្ចការរបស់មូលដ្ឋានទុកលំបាករបស់ប្រជាពលរដ្ឋមូលដ្ឋានវាមិនដែលមានបង្កើតក្រុមអង្គការទៅប្លន់ប្រជារាស្ត្រក្រីក្រយកដីមកចាប់ម្ចាស់ដាក់គុកហើយយកទ្រព្យសម្បត្តិទៀតនោះក្នុងខេត្តសៀមរាបខ្ញុំកើតតាំងពី2002 2003មកហើយបើខ្ញុំនៅក្រុមប្រឹក្សាឃុំខ្ញុំដឹងថាអញ្ចឹងបានថាជាផែនការរបស់បកប្រជាជនទេគេធ្វើម៉េចរំលាយប្រទេសខ្មែរឲ្យបានអាហ្នឹងគឺហ្នឹងហើយសូមអរគុណសូមចូលរួមប៉ុណ្ណឹងចាសូមអរគុណលោកកេងលីដែលបានបកស្រាយយ៉ាងក្បោះក្បាយហើយស្ដាប់ទៅជក់ចិត្តខ្លាំងមែនទែនជាបន្តទៅទៀតនេះខ្ញុំនៅពេលដែលស្ដាប់លោកកេងលីបានលើកឡើងអំពីបញ្ហារឿងទឹកដីដែលថាបោះបង្គោលទៅពីមួយកន្លែងទៅមួយកន្លែងខ្ញុំសូមច្បាច់យកប្រធានបទនឹងសំណួរមួយនេះពាក់ព័ន្ធជាមួយនឹងទឹកដីនិងក្នុងការដែលថៃបានពាត់យកទឹកដីខ្មែរទៅហើយវាបានបោះបង្គោលពាត់របងនៅក្នុងទឹកដីគម្រាមចាខេត្តបាត់ដំបងទៅពីបង្គោលលេខ40លេខ54ទៅ59ចូលរំលោភទៅដល់ក្រមទឹកដីរបស់ទឹកដីកម្ពុជានៅខេត្តបាត់ដំបងនៅក្នុងស្រុកគម្រាមតើលោកសុផាន់ខ្ញុំចង់បានទស្សនៈពីលោកវិញម្ដងថា
នៅពេលដែលទឹកដីរបស់ខ្មែរដោយការលើកឡើងរបស់លោកកេងលីបាននិយាយថាវាមិនដែលមាននៅលើផែនដីនេះវាមិនដែលទេគឺមានតែការដឹកនាំរបស់ត្រកូលហ៊ុនមួយគត់ទាំងពីរអ្នកឲ្យកូនធ្វើឲ្យខ្មែរអាម៉ាស់បាត់ទឹកដីដោយសារជំទាមស្ដាប់កន្លែងនេះមិនដឹងថាត្រូវគួរសើចឬក៏គួរយំព្រោះវាជារឿងដែលធំជាងគេបង្អស់នៅលើផែនដីបញ្ហាធំគឺរឿងប្រទេសជាតិប៉ុន្តែបែរជាប្រទេសកម្ពុជាដឹកនាំដោយត្រកូលហ៊ុននេះធ្វើឲ្យទឹកដីបាត់ដោយសារជំទាមហើយមកដល់ឥឡូវនេះទៀតខ្ញុំចង់ជម្រាបសួរលោកថាពេលដែលទឹកដីរបស់យើងត្រូវបានគេមកពាត់របងពីមួយកន្លែងទៅមួយកន្លែងប្រជាពលរដ្ឋភៀសសឹកមិនទាន់បានចូលផ្ទះវិញផងហើយដោយការលើកឡើងរបស់លោកកេងលីមួយនេះបន្តិចបានលើកឡើងដែរថាជាការពិតណាស់គឺជាការកាត់ឲ្យគេស្រស់ហើយត្រង់នេះដែរខ្ញុំក៏ចង់បានចម្លើយពីលោកដែរតើលោកមានទស្សនៈយ៉ាងណាដែរនៅពីក្រោយការដែលថាហេតុអីបានជាសង្គ្រាមរបស់កម្ពុជាមិនមានសង្គ្រាមបន្តទៅទៀតប៉ុន្តែដីនៅតែបន្តបាត់ចា៎សូមជឿអរគុណហើយថ្លែងគុំសងឲ្យជៀបជួបបងប្អូនជនជាតិអរគុណស្រីដេងស្ធីរីអរគុណសំណួរអ្វីដែលខ្ញុំសង្កេតឃើញរឿងបញ្ហាព្រំដែននេះជាបញ្ហារសើបហើយខ្ញុំមិនយល់ថាហេតុអ្វីបានជាការដឹកនាំរបស់លោកហ៊ុនសែននេះតែងតែយកបញ្ហារសើបនោះមកដើម្បីចាប់ខ្មែរដាក់គុកនេះឯងដូចជាជាមួយវៀតណាមយើងដឹងហើយកិច្ចព្រមព្រៀងពេញបន្ថែមហ្នឹងចាប់មនុស្សដាក់គុកច្រើនណាស់បាទហើយឥឡូវនេះដល់ពេលថៃឃ្លានពាននេះគឺចាប់ខ្មែរគ្នាដាក់គុកចំណែកបញ្ហាអត់ដោះស្រាយទេហើយអ្វីដែលយើងសង្កេតឃើញគឺវាទៅជាអន្តរជាតិហ្នឹងបារម្ភជាងខ្មែរទៅទៀតចា៎មុនដំបូងគឺសហគមន៍អឺរ៉ុបសំទោសមុនដំបូងគឺប្រទេសសមាជិកFrancophonieដែលគេនឹងប្រជុំខែ11ខាងមុខនេះនៅប្រទេសកម្ពុជាយើងគេបានចេញសេចក្តីថ្លែងការណ៍រឿងបញ្ហាព្រំដែននេះជាបញ្ហាដែលថៃរំលោភច្បាប់អន្តរជាតិហើយក្រោយមកសហគមន៍អឺរ៉ុបបាទគេក៏បានពមៀនទៅលើការដែលថៃរំលោភច្បាប់អន្តរជាតិឥឡូវនេះគឺអ្នកនាំពាក្យប្រេសិតពិសេសអង្គការសហជាតិយើងហៅថា Special Rapporteur ណាគឺលោក Thomas Anderson លោក Thomas ហ្នឹងគឺគាត់បានទៅជួបផ្ទាល់ហើយគាត់បានធ្វើសេចក្តីថ្លែងការណ៍ដែលថាជនភៀសសឹកពីសង្គ្រាមនេះមិនទាន់ត្រឡប់ទៅផ្ទះវិញពួកអីដីរបស់គាត់ភូមិរបស់គាត់ត្រូវបានថៃកំពុងឈ្លានពានហើយថៃគេបានចេញលិខិតបដិសេធណាហើយអ្វីដែលជាសេចក្តីថ្លែងការណ៍ហ្នឹងគឺថាថៃរំលោភច្បាប់អន្តរជាតិចា៎ប៉ុន្តែអ្វីដែលសំខាន់ហ្នឹងគឺកម្ពុជាខ្លួនឯងអត់យកច្បាប់អន្តរជាតិមកប្រើណាអត់យកច្បាប់អន្តរជាតិមកប្រើហើយកុហកប្រជាពលរដ្ឋខ្មែរនៅពេលដែលថៃរំលោភខ្លាំងបាញ់ខ្លាំងខ្លួនឯងទៅប្រជុំសភាហើយសន្យានៅចំពោះមុខសភាថានឹងប្តឹង ICJ នេះគឺលោកហ៊ុនម៉ាណែតណាចា៎ហើយក៏ឲ្យស្ត្រីម្នាក់កាន់លិខិតទៅប៉ុន្តែមិនមែនជាពាក្យបណ្ដឹងទេគឺជាលិខិតសម្ដែងនៅចេតនាថានឹងប្តឹងហ្នឹងហើយចា៎គិតមើលសន្យាថាប្តឹងប៉ុន្តែលិខិតសម្ដែងចេតនាថានឹងប្តឹងក្រោយមកក៏បង្កើតគណៈកម្មការដាក់ពាក្យបណ្ដឹងប្រមូលភស្តុតាងដឹកនាំដោយលោកប្រាក់សុខុនតែមកដល់ថ្ងៃនេះគឺភស្តុតាងនឹងមិនដឹងជាខំព្យាយាមរកបែបនេះដើម្បីពជាពេលរហូតដល់ថៃឈ្លានពានតាំងពី60ទីតាំងមកដល់72 73ទីតាំងហើយដល់ទៅឈ្លានពានបន្តការពជាបែបនេះឯងដែលនៅក្នុងច្បាប់អន្តរជាតិធ្វើឲ្យយើងបាត់នៅសិទ្ធិការពារខ្លួនឯងទី1ថៃគេធ្វើដីដែលគេឈ្លានពាននេះឲ្យទៅជាកាន់កាប់ជាក់ស្ដែងទី2គេធ្វើឲ្យស្របច្បាប់ដោយបំលែងធាតុដើមឲ្យអស់ដាក់ធាតុថ្មីហើយទី3គេទទួលផលពីដីហ្នឹងដូចជាធ្វើស្រែធ្វើចំការហើយយកភ្ញៀវទេសចរមកលេង3ចំណុចហ្នឹងនៅក្នុងគោលការណ៍គ្រឹះច្បាប់កាលណាយើងកាន់តែពជាយូរយើងអាចដាក់ពាក្យបណ្ដឹងនៅពេលដែលយើងដាក់ពាក្យបណ្ដឹងយឺតធ្វើឲ្យចៅក្រមអន្តរជាតិឬក៏មេធាវីរបស់សៀមគេមានហេតុផលរបស់គេហេតុផលរបស់គេគេថាមិនបានខ្មែរមិនដាក់ពាក្យបណ្ដឹងពីដំបូងទីបើថាដីនេះជាដីរបស់ខ្លួនឯងថាខ្លួនឯងឈ្លានពានព្រោះមកដល់ថ្ងៃនេះថៃគេថាគេអត់បានឈ្លានពានខ្មែរទេគេកាន់កាប់ដីរបស់គេហើយខ្មែរអត់ហ៊ានដែរនិយាយថាថៃឈ្លានពានទេនៅអង្គការសហជីពអត់និយាយហើយអាស៊ានប្រទេសអាស៊ានទាំង10អត់មានប្រទេសណាមួយដែលចេញសេចក្តីថ្លែងការណ៍ថាថៃឈ្លានពានដីខ្មែរទេហើយបញ្ហាអាស៊ានដែលមិនហ៊ានសេចក្តីចេញសេចក្តីថ្លែងការណ៍នេះគឺវាមានខ្លោះមួយនៅក្នុងរដ្ឋធម្មនុញ្ញអាស៊ានដែលលោកហ៊ុនសែនបានសំណូមពរទៅនោះគឺមិនអោយប្រទេសណាមួយជាតិជ្រែកផ្ទៃក្នុងនៃប្រទេសសមាជិកអាស៊ានទាំង10ហើយលោកហ៊ុនសែនខ្លួនឯងធ្លាប់អួតថាគាត់ប្រកែគាត់ឆ្លាតគាត់ស្នើអាខ្លោះនឹងហើយអនុម័តបានសម្រេចមកដល់ថ្ងៃនេះទៅខ្ញុំដឹងថាខ្លោះនឹងច្បាស់ជាចវាយចិននឹងយូនជាឲ្យគាត់ស្នើគាត់អត់មានគូក្បាលខ្លួនឯងស្មើទោសគាត់អត់មានបញ្ញាខ្លួនឯងទេហើយគាត់ថាគាត់ប្រកែ
យើងគិតមើលដល់ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានកាលពី6 7ឆ្នាំមុនឬក៏10ឆ្នាំមុនហ្នឹងគឺការប្រជុំអាស៊ានគេតែងតែមាន agenda មួយគេលើកពីចំនួនសមុទ្រចិនខាងត្បូងដល់ពេលកម្ពុជាធ្វើប្រធានអាស៊ានគឺអត់ឲ្យលើកនឹងមកនិយាយចិន lobby ស្រេចចិនឲ្យជំនួយប្រមាណ100លានក្រមតុកទៅអត់លើកមកនិយាយគឺធ្វើនយោបាយក្រមក្លៀករបស់ចិនបាទហើយនឹងរបស់វៀតណាមហើយការរំលាយគណៈបក្សសង្គ្រោះជាតិនេះគឺបានភ្លើងខៀវពីចិននិងវៀតណាម ចា ហើយអន្តរជាតិអង្គការសហប្រជាជាតិសហគមន៍អឺរ៉ុបប្រាប់ថាគុំរំលាយគណៈបក្សសង្គ្រោះជាតិតែរំលាយគ្រោះថ្នាក់ធំអត់ខ្វល់តែអំណាចហ្នឹងហើយខ្វល់តែអំណាចហើយនឹងបកពួករំលាយគណៈបក្សសង្គ្រោះជាតិបាត់ជំនួយបរទេសបាត់ការវិនិយោគទុនបោះឆ្នោត2018ស្មានតែខ្លួនឯងគ្រាន់បើកាន់តែបាត់ប្រជាប្រិយទៅព្យាយាមឲ្យកូនឈីឆាត់យង2023បោះឆ្នោតមកទៀតកាន់តែបាត់ប្រជាប្រិយអត់មានវិនិយោគទុនអត់មានទេសចរជំពាក់បំណុលបនកស្កែមអនឡាញថៃឈ្លានពានទៀតតែដោះស្រាយចេញឥឡូវដល់ពេលរុញគេថារុញឲ្យអស់ទឹកដីហើយទៅខ្លួនឯងនឹងទៅរកអាមេរិកទៅរកអន្តរជាតិប៉ុន្តែដល់ពេលការងារជាក់ស្ដែងអត់ធ្វើទេការងារជាក់ស្ដែងដែលយើងត្រូវប្តឹង ICC ករណីថៃមកបាញ់មករំលោភមកដុតផ្ទះប្រជាពលរដ្ឋខ្មែរនេះយើងមានភស្តុតាងទាំងអស់វីដេអូក៏មានអីក៏មានរូបថតក៏មានទាំងអស់អត់ទៅប្តឹងពីតុលាការព្រហ្មទណ្ឌអន្តរជាតិយើងមើលប៉ាខ្លាំងជាមេតបប្រចាំនៅបូរពាគេថាបូរផាណាធិតបូរផាបាត់ខ្លាំងឬក៏មកយើងហៅបាត់ឃ្លៀងណាចា ភាសាថៃបាត់ខ្លាំងគឺគាត់ចិត្តអត្រែតហើយគាត់ចង់បានធ្វើធំទៅជាទីប្រឹក្សាព្រះមហាក្សត្រមានប្រមាណ9រូបហ្នឹងគាត់សង្ឃឹមថាធ្វើទៅព្រះមហាក្សត្រឲ្យធ្វើណាស្ដេចបច្ចុប្បន្នហ្នឹងឲ្យធ្វើក្រោយពីលោកហ៊ុនសែនបញ្ចុះចេញថេបហ្នឹងទៅខឹងស្ដេចថ្មីហ្នឹងគឺជាស្ដេចដែលមានទោសចរិតខ្លាំងណាបាទដល់ពេលលោកហ៊ុនសែនគាត់បញ្ចេញថេបនិយាយមួយផែសង្តានហ្នឹងដែលប៉ះពាល់ដល់ស្ថាប័នព្រះមហាក្សត្រហ្នឹងស្ដេចនឹងខឹងទៅម្លងសរីថ្មីផងមិនមានប្រជាប្រិយនៅឆ្លើយអន្តរជាតិផងមិនមានប្រជាប្រិយក្នុងចំណោមប្រជាជនថៃផងជំរុញឲ្យបាត់ខ្លាំងហ្នឹងឈ្លានពានដីខ្មែរដើម្បីសន្យាតំណែងដល់ពេលបាត់ខ្លាំងឈ្លានពានវគ្គលើកទី1យើងមិនចាប់ទាហានខ្មែរបាញ់ទាហានខ្មែរស្លាប់អស់ច្រើនហើយវគ្គទី2ក៏ដូចគ្នាដែរដល់ពេលឈ្លានពានរួចបាត់ខ្លាំងអស់តំណែងអត្រែតតាមការកំណត់ច្បាប់របស់ថៃមិនអាចបន្តបានទេណាហើយតំណែងដែលទីប្រឹក្សាមានខ្សត្រតាមសន្យានោះក៏បានទៅខ្លួនទៅប៊ូសលៀងបាបនឹងនិយាយចាំបាត់ខ្លាំងកំពុងប៊ូសមិននឹងសឹកឯណៅតែមិនទាន់សឹកទេហើយបាត់ខ្លាំងខ្លួនឯងកំពុងភ័យថាបើខ្មែរដឹង ICC គឺស្ដេចថៃនឹងរុញឲ្យបាត់ខ្លាំងហ្នឹងទៅជាប់ទោសជំនួសនៅតុលាការ ICC ពីការឈ្លានពានហើយនឹងធ្វើទរណកម្មលើជីវិតមនុស្សទូទាខ្មែរចាប់ទៅប្រហែល20នាក់ហ្នឹងចាប់រំលោភស្ត្រីហ្នឹងគឺនឹងទៅតែហេតុម៉េចបានជាលោកហ៊ុនម៉ាណែតអត់ប្តឹងដូចគ្នាដែរ ICJ ជាតុលាការយុត្តិធម៌អន្តរជាតិដែលមើលការខុសត្រូវរឿងការរំលោភពានច្បាប់អន្តរជាតិយើងត្រូវដឹងថាច្បាប់អន្តរជាតិយើងត្រូវដឹងថាបើយើងមិនប្តឹងគេអត់ហ៊ានមកដោះស្រាយយើងទេហើយកុំយល់លេសថាអូថៃគេមិនមែនជាភាគីរបស់ ICJ ថៃគេអត់ព្រមយើងទៅប្តឹងចោលណាទៅព្រមឲ្យយើងទៅប្តឹងជាមួយយើងបើគេជាចោលមិនចឹងហើយសម្ដេចតាប្តឹងរឿងផ្សព្វព្រះវិហារដែលយើងឈ្នះពីថៃហ្នឹងក៏មិនមែនថៃព្រមដែរសម្ដេចតាប្តឹងជាឯកតោភាគីតាដូចតែគុំចំបំភ្លៃយុវជនខ្មែរបំភ្លៃសារព័ត៌មានរឿងការពារទឹកដីខ្លួនឯងអត់មានឆន្ទៈធ្វើខ្លួនឯងបដិបដោយខ្លួនឯងសុំកលុំមួយថៃហើយមកចាប់ខ្មែរដាក់គុកហើយមកព្យាយាមបង្កើតព័ត៌មានបំភ្លៃយើងត្រូវដឹងថាអ៊ុយក្រែនណាសេលេនស្គីថ្ងៃដំបូងដែលរុស្ស៊ីឈ្លានពានគឺអ៊ុយក្រែនប្តឹងដល់17ពាក្យបណ្ដឹងតែតុលាការអន្តរជាតិទទួលតែ2 3ពាក្យបណ្ដឹងទេណាខ្មែរយើងមួយក៏មិនទាន់បានដាក់ផងយើងក៏នៅជាពិសេសអាពាក្យបណ្ដឹងដែលលោកហ៊ុនម៉ាណែតថានឹងប្តឹងប្រាសាទតាមន់សាទតាក្របីមិនអញ្ចឹងទេតំបន់មុំ3បាទនិយាយនៅរដ្ឋសភាណាតែអត់ដាក់សោះម្ដងថ្ងៃនេះក៏អត់ដាក់គឺនិយាយទៅនៅប្រទេសកម្ពុជាគេកុហកថាគេដាក់បណ្ដឹងហើយខ្ញុំរត់តែសង្ស័យឡា ICJ គឺមានតម្លាភាព
លោកប្រព័ន្ធសមត្ថភាពខ្ញុំនៅតែមានចម្ងល់នៅមិនអស់សោះនៅពេលដែលលោកលើកឡើងថានៅតែមិនដាក់ប្តឹងទៅដល់តុលាការហើយក៏នៅតែមិនដាក់ប្តឹងខ្ញុំចង់ឲ្យលោកបើកវានោមកន្លែងចំណុចហ្នឹងបន្តិចមូលហេតុនៅពីក្រោយតែមិនព្រមប្តឹងសោះទាំងដែលខ្លួនឯងគឺជានាយករដ្ឋមន្ត្រីដឹកនាំហើយប្រទេសត្រូវបានបាត់បង់ទឹកដីហើយបែរជាអត់ប្តឹងទៅវិញការរៀបរាប់របស់លោកចំណុចនេះខ្ញុំចង់ឲ្យលោកជួយបង្ហើបបន្តិចសូមជើញ ទៅយើងអាចនិយាយបានច្រើនយ៉ាងគឺសុំកលុំជាមួយសៀមដើម្បីបង្កើតព្រឹត្តិការណ៍ពន្លត់ព្រឹត្តិការណ៍សុខចិត្តឲ្យអស់ដីដើម្បីរក្សាអំណាចទី1វាអាចមានការបែកបាក់ផ្ទៃក្នុងខ្លាំងអាចមានរដ្ឋប្រហារអញ្ចឹងត្រូវតែធ្វើអាហ្នឹងដើម្បីចេញពីរដ្ឋប្រហារទី2ចាញ់បោកតាក់ស៊ីនអញ្ចឹងត្រូវបញ្ចេញថេបដោយសងសឹកឲ្យតាក់ស៊ីននឹងផែនតានអស់អំណាចហើយទៅសុំកលុំជាមួយអនុទិនអាចទទួលបានលុយសំណងមកវិញលុយជាពិសេសលុយខ្មៅហ្នឹងទី3មកពីបញ្ហា scam online នៅពេលពិភពលោកគេចងភ្នែកមកមើលរឿង scam ខ្លាំងគាត់បង្កើតព្រឹត្តិការណ៍ហ្នឹងដើម្បីឲ្យភ្លេចរឿង scam សូមជឿថាលើកទី1គឺនៅពេលដែលសហគមន៍អឺរ៉ុបអង្គការមួយឈ្មោះអង្គការស្រាវជ្រាវមនុស្សធម៌មនុស្សជាតិហ្នឹងគាត់បានបោះពុម្ពផ្សាយរឿង scam ផ្ទុះលើកទី1ដល់ពេលអង្គការមួយទៀតនៅអូស្ត្រាលីហើយនឹង Al Jazeera ផ្សាយលើកទី2ផ្ទុះលើកទី2ទៀតគឺថ្ងៃ25ខែ12 2025 Yes ដូច្នេះពេលណាដែលអន្តរជាតិគេផ្សាយរឿង scam ខ្លាំងសង្គ្រាមសៀមឈ្លានពានផ្ទុះភ្លាមអានោះទី4ប៉ុន្តែចំណុចទី5ដែលខ្ញុំមើលឃើញហេតុអ្វីបានមិនប្តឹងរាល់ថ្ងៃនេះព្រោះរដ្ឋាភិបាលហ៊ុនម៉ាណែតអត់ឯករាជ្យគន្លឹះនយោបាយទាំងអស់ត្រូវបានគ្រប់គ្រងដោយវៀតណាមនិងចិនទាំងស្រុងតែម្ដងទោះបីតែកំភ្លើងទោះបីតែយោធាទោះបីតែអាវុធទំនើបក៏មិនហ៊ានបាញ់ថៃព្រោះថៃជាសពិនមិត្តដែលចិនយកចិត្តទុកដាក់មានប្រយោជន៍ច្រើនដូច្នេះចិនមិនមានប្រយោជន៍ជាមួយខ្មែរយើងប៉ុន្មានទេខ្មែរយើងជាស្មូមរបស់ចិនតែបើយើងពាណិជ្ជកម្មរឿងអីយើងអត់មានប្រយោជន៍ឲ្យចិនទេដូច្នេះថៃមិនអាចសម្រាប់ចិនមិនអាចមកជួយខ្មែរដោយសន្តិចិត្តដោយស្ម័គ្រចិត្តអីទេតាំងពីណាពីណីមកគឺចិនគេមើលប្រយោជន៍ប្រទេសគេជាធំដូចជាមួយវៀតណាមអញ្ចឹងប៉ុលពតទុកចិត្តចិនមែនទែនរហូតដល់ហ៊ានធ្វើសង្គ្រាមវៃវៀតណាមប៉ុន្តែទីបំផុតនៅពេលដែលវៀតណាមឈ្លានពានវៃកំចាត់ក្រុមប៉ុលពតចិនធ្វើសង្គ្រាមគ្រាន់តែជាមេរៀន7ថ្ងៃហ្នឹងហើយក៏ដកទ័ពចេញទៅបណ្ដោយឲ្យវៀតណាមគ្រប់គ្រងដីខ្មែរដល់ទៅ10ឆ្នាំបង្កើតសហគមន៍បង្កើតគ្រឹះនៃការគ្រប់គ្រងទាំងអស់ដូរប្រវត្តិសាស្ត្រទាំងអស់ខ្ញុំជាយុវជនដែលធំធាត់ក្នុងសម័យវៀតណាមឈ្លានពានខ្មែរទ័ពវៀតណាមនៅពេញស្រុកខ្មែរខ្ញុំបើកភ្នែកពេលណាក៏ឃើញតែហ៊ានយួនដែរហ៊ានមុខជាវយួនហ្នឹងហើយកិច្ចព្រមព្រៀងព្រំដែនគ្រប់បែបយ៉ាងជាមួយមេដឹកនាំវាចិនអត់ខ្វល់ណាចិនបោកសម្ដេចតារឿងបើកផ្លូវហូជីមិញត្រេលចិនបោកប៉ុលពតរឿងការពារអំណាចឲ្យតែធ្វើតាមបដិវត្តក្រហមរបស់ខ្លួនបដិវត្តវប្បធម៌តែប៉ុលពតថៃបដិវត្តវប្បធម៌របស់ម៉ៅស៊ីតុងមិនល្អទេគាត់ធ្វើល្អជាងភ្ជាប់ជាមួយនឹងវប្បធម៌ភ្ជាប់ទៅនឹងបដិវត្តអ្នកស្រែយើងហៅបដិវត្តកសិករគឺឲ្យកសិករដែលអត់មានការរៀនសូត្រនឹងឡើងធំទាំងអស់បង្កើតគេហៅថាបំចាត់វណ្ណៈប៉ុន្តែបង្កើតវណ្ណៈថ្មីកំចាត់វណ្ណៈចាស់ម៉ៅស៊ីតុងមិនដល់កម្រិតកំចាត់វណ្ណៈចាស់ទេណាគាត់គាត់តែកំចាត់ជំនឿផ្សេងកុំឲ្យមានសាសនានឹងច្រើនប៉ុន្តែដល់ពេលប៉ុលពតយកមកអនុវត្តខ្លាំងជាងម៉ៅស៊ីតុងទៀតគឺកំចាត់វណ្ណៈប៉ុន្តែគាត់កំចាត់វណ្ណៈអធន់ដោយបង្កើតវណ្ណៈកសិករវណ្ណៈមូលធនបង្កើតវណ្ណៈអធន់យល់ទេចាដូច្នេះយើងឃើញអាលំអាលាយទូតចិននៅនឹងពេញនឹងទៅបីតែវៀតណាមឈ្លានពាន79ហ្នឹងទូតចិនត្រូវទៅនៅក្នុងព្រៃទៀតគឺចិននៅក្រៅខ្នងទាំងអស់ហើយដល់ពេលកិច្ចព្រមព្រៀងសន្តិភាពក្នុងប៉ារីសតុលាការខ្មែរក្រហមនេះក៏ចិន lobby ទៀតយើងគិតមើលយើងអត់ឯករាជ្យតាំងពីសម្ដេចតាដល់សម័យប៉ុលពតដល់សម័យសាធារណរដ្ឋយួនឈ្លានពានហើយក្រោយកិច្ចព្រមព្រៀងសន្តិភាពក្នុងប៉ារីសយើងសង្ឃឹមថាយើងមានឯករាជ្យពិតប្រាកដចា៎ប៉ុន្តែធ្វើរដ្ឋប្រហាររំលាយគណបកពងសពេចរំលាយគណបកសង្គ្រោះជាតិ2017យើងខ្លាចជាប្រទេសគ្មានឯករាជ្យដល់សម័យអញ្ចឹងបរទេសចិននិងយួនគេបង្វែរក្បាលយើងតាមចិត្តប៉ុន្តែដោយសារកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសដោយសារតែភូមិសាស្ត្រនយោបាយទោះបីអាស៊ានក៏មិនហ៊ានទៅអឺរ៉ុបអាមេរិកនឹងចេះតែចូលទៅជួយយើងតែជួយយើងអត់បានច្រើនទេព្រោះយើងខ្វះស្ថាប័នឯករាជ្យពិតប្រាកដយើងខ្វះប្រទេសដែលគ្រប់រដ្ឋធម្មនុញ្ញខ្លួនឯងពិតប្រាកដរដ្ឋធម្មនុញ្ញយើងនិយាយអំពីសិទ្ធិមនុស្សប៉ុន្តែដល់ពេលគេអនុវត្តគេរំលោភសិទ្ធិមនុស្សយល់រដ្ឋធម្មនុញ្ញនិយាយពីប្រជាធិបតេយ្យដល់ពេលគេអនុវត្តរបបផ្ដាច់ការ
រដ្ឋធម្មនុញ្ញនិយាយជាការបោះឆ្នោតដោយសក្តិត្រឹមត្រូវយុត្តិធម៌ដល់ពេលអនុវត្តគេថាគេបោះឆ្នោតទៀងទាត់5ឆ្នាំហើយមានគណៈបកចម្រុះរាប់រយគណៈបកអញ្ចឹងទៅគឺអត់អនុវត្តតាមរដ្ឋធម្មនុញ្ញទេដល់ពេលអញ្ចឹងឯករាជ្យនៅកន្លែងណាហើយរដ្ឋធម្មនុញ្ញនិយាយអំពីការពារបូរណភាពទឹកដីតាមកិច្ចព្រមព្រៀងបារាំងសៀមវៀតណាមជាមួយបារាំង1904 1907ប៉ុន្តែអនុវត្តគេអត់ហ៊ានប្តឹងយកអានឹងទៅប្រាប់ទីនៃបារាំងឬក៏ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីឲ្យបារាំងជាសាក្សីអញ្ចឹងចា៎ហើយសប្តាហ៍យើងរស់ដោយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស$23អ្នកទាំងអស់គ្នានឹងជាសមាមិត្តក្រីក្រឥឡូវមានជាមហាសេដ្ឋីអស់ប៉ុន្តែអកតញ្ញូមកដល់ថ្ងៃនេះអត់ទទួលស្គាល់$23ទេទទួលស្គាល់ថ្ងៃ7មករាជាថ្ងៃសម្រាប់ជាតិ$23គេជប់ដាក់ថ្ងៃសម្រាប់ជាតិឯណាឥឡូវហើយសម័យលហ៊ុនម៉ាណែតទៅពេលដែលសៀមឈ្លានពាននេះអត់មាននិយាយមួយម៉ាត់ដល់$23ទេលហ៊ុនម៉ាណែតតាំងពីឡើងនាយករដ្ឋមន្ត្រីមកលោកហ៊ុនម៉ាណែតមិនដែលនិយាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស$23មិនដែលនិយាយតែនិយាយដល់ប្រហែលទេបើមាននិយាយសូមឲ្យប្រាប់ខ្ញុំបងខ្ញុំអត់ដែលឮសោះជារឿងធ្វើអតិថិខ្លួនឯងបាទជារឿងធ្វើអតិថិខ្លួនឯងសុទ្ធតែម្ដងអញ្ចឹងមិនជំនួសយើងសួរថាតើគាត់ធ្វើការនេះដើម្បីប្រយោជន៍ប្រជាជាតិខ្មែរប្រជាជនខ្មែរឬក៏ធ្វើការនេះដើម្បីប្រមូលប្រយោជន៍ខ្លួនឯងនិងសម្រាប់ខ្មែរអស់ឲ្យអស់ទឹកដីអស់ប្រជាពលរដ្ឋខ្មែរពិតណាស់ថាវាមិនដល់របបខ្មែរក្រហមទេប៉ុន្តែធ្វើតែដូចខ្មែរក្រហមអត់ទៅរួចប៉ុន្តែវាអាសាហាវជាងខ្មែរក្រហមគឺសម្រាប់ផ្នត់គំនិតណាផ្នត់គំនិតដោយការអស់គុណសន្តិភាពហើយសន្តិភាពហើយរួចរំដោះពីខ្មែរក្រហមយកទៅប្រៀបធៀបដើម្បីឲ្យខ្មែរដឹងគុណគឺទៅតាមខ្លួនទាំងអស់ណាខ្លួនមានអំណាចខ្លួនធ្វើអីទាំងអស់ចំពាក្យអំណរបានកអីគ្រប់បែបយ៉ាងប្រជារាស្ត្រក៏មិនឡើយគឺគាត់អាចធ្វើការនៅថៃនៅអីគាត់អាចបងសងធនាគារខ្លះឥឡូវហ្នឹងប្រជាពលរដ្ឋប្រហែល2លាននាក់ដែលជាពលករចំណាក់ស្រុកពីស្រុកសៀមមកអត់មានការងារធ្វើទេហើយក៏មានលុយផងធនាគារដែរហើយធនាគារក៏រឹបអូសយកទ្រព្យសម្បត្តិគាត់ជាដីជាអីមួយចំនួនច្រើនហើយគាត់ទឹកភ្នែកយកមកចេញហ្នឹងហើយបែកបាក់គ្រូសាប្តីប្រពន្ធលេងគ្នាឲ្យកម្មករចំណាក់ស្រុកពីថៃមកព្រោះអត់មានលុយបងធនាគារឆ្លោះគ្នាមានអំពើហិង្សាក្នុងគ្រួសារព្រោះតែបញ្ហាសេដ្ឋកិច្ចហើយគេឈ្លានពានគ្រប់បែបយ៉ាងយើងគិតមើលដូច្នេះយើងជាសរុបមកលោកហ៊ុនម៉ាណែតយកអង្គការសហជាតិដូចអ្នកនាំពាក្យប្រិយសិទ្ធិពិសេសហ្នឹងមកជួប FBI គាត់និយាយហ្នឹងគឺដើម្បីគេហៅថាដើម្បីសំមុខរបួសមិនមែនតែជាបាលមុខរបួសទេណាចា៎គាត់តែសំមុខរបួសដែលវារបួសធ្ងន់ដែលពុកហ្នឹងជាអ្នកចាក់ឲ្យរបួសហ្នឹងហើយលោកហ៊ុនម៉ាណែតហ្នឹងខំជាយាមសំមុខរបួសជានយោបាយវិធានសាសនាដូចតែឪរបស់ខ្លួនដែរមិនមានអីខុសគ្នាទេបើមានឯករាជ្យពិតប្រាកដហ៊ុនម៉ាណែតមានចន្ទៈជួយខ្មែរពិតប្រាកដយកកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស$23មកប្រើមកណាចាឲ្យប្រាប់ទៅប្រិយសិទ្ធិពិសេសអង្គការសហជាតិថាសូមឲ្យយក$23មកប្រើហើយដាក់ពាក្យបណ្ដឹងទៅ ICC និង ICJ ពិតប្រាកដដឹងកាន់តែលឿនកាន់ល្អព្រោះកាន់តែយឺតថៃកាន់តែមានសិទ្ធិគ្រប់គ្រងដីខ្មែរស្របច្បាប់បណ្ដាលបដ បន្តិចទៀតគឺអស់ដីទាំង73ទីតាំងនឹងតែម្ដងចាបាទអរគុណបាទចាអរគុណលោកសុផាន់ការលើកឡើងរបស់លោកខ្ញុំនៅចាប់អារម្មណ៍មួយចំណុចទៀតដែលខ្ញុំចង់ជម្រាបសួរទៅលោកលីមេងវិញម្ដងនៅក្នុងចំណុចដែលខ្ញុំកំពុងតែចាប់អារម្មណ៍ថ្មីនេះគឺយើងបញ្ជាក់ឃើញហើយថាលោកសុផាន់បានលើកឡើងហើយថាថៃគឺជាម្ចាស់ហត្ថលេខីក្នុង$23ដែរហើយបើយើងត្រឡប់មកនិយាយអំពីប្រាសាទព្រះវិហារវិញដែលមានការដឹងពីព្រះមហាក្សត្រនរោត្តមសីហនុទៅប្រទេសថៃគឺបានឈ្នះ100%ដោយសារតុលាការឡាអេក្នុងឆ្នាំ1962យើងឃើញហើយថាថៃចង់បានទឹកដីរបស់យើងចង់បានព្រះវិហារវាមិនព្រមទៅចូលរួមទេក្នុងការដឹងនឹងយើងឃើញហើយមិនចូលរួមក៏ត្រូវតែពីកាត់ក្តីរត់តែអត់ចូលរួមអានឹងគឺជាការលើកទង់ជ័យសយ៉ាងជាក់ស្ដែងប៉ុន្តែយើងនិយាយទៅវិញពីការដឹកនាំរបស់ហ៊ុនម៉ាណែតវិញលោកសុផាន់បានលើកឡើងថាសហគមន៍អន្តរជាតិបានកំពុងតែត្រៀមនឹងរងចាំបោះតាំងហើយអ្នកដឹកនាំរបស់កម្ពុជាប្តឹងដើម្បីសម្រេចបានក្នុងការបោះតាំងថៃទៅនិយាយអំពីរឿងព្រំប្រទល់ទឹកដីខ្មែរហើយវាអ្វីដែលពិសេសហ្នឹងទៅទៀតគឺប្រាសាទព្រះវិហារបានចូលទៅចុះនៅក្នុងបេតិកភណ្ឌពិភពលោករួចទៅហើយអានឹងវាជារឿងបញ្ហាមួយដ៏ធំប៉ុន្តែនៅក្នុងការគ្រប់គ្រងរបស់ហ៊ុនម៉ាណែតហាក់បីដូចជាស្ងាត់ឈឹងតែម្ដងហាក់បីដូចជាគ្មានខ្វាយខ្វល់ក្នុងការលើកឡើងរបស់លោកសុផាន់ព្រមទាំងលោកកេងលីផងដែរគឺបានបង្ហាញឲ្យឃើញថាប្រសិនបើខ្មែរមិនប្តឹងថៃក៏គេថាគេមិនបានរំលោភមកទឹកដីខ្មែរទេព្រោះទឹកដីដែលគេព័ទ្ធបងគឺជាទឹកដីរបស់គេក៏ប៉ុន្តែកូនចៅខ្មែរនេះប្រជាពលរដ្ឋខ្មែរកំពុងតែភៀសសឹកគ្រប់ទីកន្លែងកន្លែងនេះហើយគឺជាមន្ទិលដែលខ្ញុំចង់ជម្រាបសួរទៅលោកលីមេងថាលោកលីមេងតើលោកអាចបកស្រាយបានទេនៅក្នុងលក្ខណៈដែលសហគមន៍អន្តរជាតិរងចាំដោះស្រាយឲ្យកម្ពុជា
លោកតាតែម្ចាស់ប្រទេសដឹងចុះហេតុអីបានមិនព្រមប្តឹងហើយជាងយើងដឹងថានៅពេលដែលយើងប្តឹងកាលពីឆ្នាំ1962បានឈ្នះប្រាសាទព្រះវិហាររួចមកហើយនោះទាំងយើងដឹងច្បាស់ទៅហើយនោះមិនមែនយើងធ្វើអីដែលស្មាននេះហេតុអីក៏មិនព្រមប្តឹងហើយទឹកដីមួយនេះបើសិនជាយើងដឹងទៅគឺយើងត្រូវតែឈ្នះ 100% សម្រាប់ទស្សនៈលោកក្នុងនាមលោកជាយុវជនហើយរស់នៅក្នុងសង្គមសង្គ្រាមដែលដឹកនាំដោយតកូលហ៊ុនឲ្យកម្ពុជាបាត់ទឹកដីដោយសារជំពានតើលោកមានទស្សនៈអ្វីខ្លះចាសសូមជឿបាទជំរាបសួរម្ដងទៀតបងប្អូនទាំងអស់គ្នាជាពិសេសឬខ្ញុំឯងបងសេរីភាសាអ៊ីនធឺណិតខ្ញុំរៀងលើអូខេហើយក៏សូមអរគុណដល់មែនតើដែលបងប្អូនដែលកំពុងទស្សនាក៏សូមជួយបញ្ចេញនៅទស្សនៈរបស់បងប្អូននេះពួកខ្ញុំ4នាក់នេះគ្រាន់តែជាឧទាហរណ៍ទេតែបងប្អូននៅក្នុងហ្នឹងក៏នាំគ្នាជួយបញ្ចេញមតិយោបល់ដែរទៅព្រោះអីដើម្បីជាកលឹះមួយចង់មិនចង់យើងចេះតែនាំគ្នានិយាយទៅបាទឲ្យប្រជាពលរដ្ឋបានឮឲ្យអ្នកដឹកនាំបានឮថាអ្វីទៅសអ្វីទៅខ្មៅណាបងសុធារីយើងដឹងគំរូពុំហើយឯងបងសុភ័ណ្ឌគំរូពុំយើងតាំងពីដើមមកបាទហើយខ្មែរយើងតទល់មួយគេមិនដែលឈ្នះទេបាទដល់ថ្នាក់អ្នកចិត្តខាងគេឌៀលណាបងសុធារីគេឌៀលខ្មែរយើងថាម៉េចថាពូជអាបាត់ដីហើយដល់ពេលខ្លះគេថាពួកអា3កណាត់បាទហើយជិះចាប់ឯងបងប្អូនទាំងអស់គ្នាបាទពេលដែលគេឌីលអញ្ចឹងណាបាទគំរូពុំមានតាតាំងពីព្រះអង្គឌួងមកតាំងពីបកោណាសីហនុចឹងមកខ្ញុំនិយាយជាមួយយុវជនដែលគេជាយុវជនបន្តវេនរបស់គណៈបព្វជិជនណាពេលដែលមានសង្គ្រាមភ្លាមខ្ញុំថាបងអូនរឿងនេះមិនគួរឲ្យមានសង្គ្រាមទេមិនចឹងបងសុធារីពេលដែលបាញ់នាយទាហានយើងម្នាក់ស្លាប់ខ្ញុំថាសង្គ្រាមទៅហើយដោយសារលោកហ៊ុនសែនគាត់ការពារអំណាចរបស់គាត់ហេតុអីបានជាខ្ញុំហ៊ាននិយាយអញ្ចឹងព្រោះរឿងដែលត្រូវប្តឹងមិនប្តឹងមិនចឹងបងសុភ័ណ្ឌសិទ្ធិសញ្ញានៅក្រោយខ្នងបងសិទ្ធិសញ្ញាទីក្រុងប៉ារីស$23ឆ្នាំ1991ហ្នឹងណាវាគឺជាអាវក្រោះវាគឺជាឆ្អឹងខ្នងដ៏រឹងមាំសម្រាប់ប្រទេសកម្ពុជាយើងណាហើយចុះអ្នកដឹកនាំអីដូចអត់មានអីគិតបន្តិចអញ្ចឹងបើយើងនិយាយថានេះទៅទូរស័ព្ទដែលគ្មាន memory អញ្ចឹងណាបាទចាអីដល់អញ្ចឹងទៅដល់អត់មានមនសិការការពារជាតិទេគឺមានមនសិការការពារអំណាចតែអញ្ចឹងឲ្យបាត់អីបាត់ទៅឃើញយុរដ្ឋមន្ត្រីនិយាយឯងបងសុធារីគេថាបាត់70ទីតាំងហ្នឹងក៏មិនគួរអង្គដល់អំណាចដល់គ្រួសារគេចឹងមានបាត់អីបាត់មានបាត់ដីម៉ែគាត់ណាបាត់ដីប្រជាពលរដ្ឋនៅភូមិព្រៃច័ន្ទនៅភូមិអីណានោះមិនចឹងចាតែឥឡូវនាយករដ្ឋមន្ត្រីដែលនិយាយគ្មានការទទួលខុសត្រូវចឹងណាពេលដែលបាត់ដីហើយគ្មានទំនួលខុសត្រូវចឹងតែយើងគួរតែទុកទេទុកនាយករដ្ឋមន្ត្រីទុកអ្នកដឹកនាំអញ្ចឹងណាបាទហើយយើងដឹងថាអ្នកដឹកនាំនេះវាឡើងតាមជើងខោអើសូម្បីលោកហ៊ុនសែនក៏គាត់និយាយដែរអើឡើងតាមណាឡើងជើងខោក៏ដោយជាយខោក៏ដោយធ្វើមិនឲ្យបានឡើងធ្វើនាយករដ្ឋមន្ត្រីសិនពេលធ្វើជានាយករដ្ឋមន្ត្រីហើយអញ្ចឹងរដ្ឋមន្ត្រីបំបងបាយអានេះយើងនិយាយជាភាសាស្រួលស្ដាប់ណាបងធីរីហើយអធិស្ឋានបងសុភ័ណ្ឌនិយាយយើងជ្រុលតិចប្រជាពលរដ្ឋខ្មែរគេហៅគេថាអញ្ចឹងជាពិសេសអ្នកនៅតាមភូមិតាមស្រុកគេថាដឹងធ្វើស្អីធ្វើបំបងបាយអញ្ចឹងការងារមិនធ្វើអានេះវាអញ្ចឹងសូម្បីតែម៉ែយើងក៏ធ្លាប់ថាដែរធ្វើការអត់ប្រយោជន៍ស៊ីបាយបំបងបាយចានាយករដ្ឋមន្ត្រីធ្វើឲ្យបាត់ដីរាប់សិបទីតាំងយ៉ាងនេះហើយចុះតំណាងរាស្ត្ររាប់រយនាក់មិនបំបងបាយដែរទេដែលប្រជុំសន្និបាតទាំងតំណាងរាស្ត្រទាំងស្អីសភារដ្ឋសភានាំគ្នាដាក់ពាក្យប្តឹងអានេះខ្ញុំមិនបន្ទោសទេណានាំគ្នាដាក់ពាក្យប្តឹងតាំងនាយករដ្ឋមន្ត្រីខ្លួនឯងនិយាយទៀតថាដាក់ពាក្យប្តឹងហើយយករូបថតស្រីមួយឡុងសេមួយយកស្រីឡុងសេមួយបងប្រព័ន្ធពូកេងលីទៅឈោកកាន់ថតថាដាក់ពាក្យប្តឹងយកទៅដាក់ពាក្យប្តឹងនៅ ICJ បាទហើយនាយករដ្ឋមន្ត្រីយកស្រីឡុងសេមួយទៅឈោថតអញ្ចឹងអូថាដាក់ពាក្យប្តឹងនាំគ្នាអបអចុះឡើងមានណាអត់រលីង
បាទហើយនាយករដ្ឋមន្ត្រីកុហកប្រជាពលរដ្ឋអញ្ចឹងយកដំណឹងคล้ายៗកុហកអញ្ចឹងតែយើងទុកចិត្តទេនេះបាត់ស្ងាត់70 G តាំងជាងដែលមកចង់ណាស្ងាត់ទេនោះបងស្ទីរីអាស្ងាត់អស់ហ្មងអានេះវាយព្រុសព្រះប៉ុណ្ណឹងអស់ចិត្តជាងចាំនាំតានេះទៅនាំតាស្ងាត់ដែលយើងមិនដឹងទៀតដែលគេមិនដឹងអស់ប្រហែលហើយរាល់ថ្ងៃហ្នឹងស្មានថាថៃហ្នឹងមិនអភិវឌ្ឍហើយអ្នកណាអ្នកធ្វើឲ្យបាត់ដីអ្នកណាដឹកនាំគេបន្ទោសអ្នកហ្នឹងហើយគេមិនដែលបន្ទោសអ្នកដែលមិនដឹកនាំទេហើយកុំនិយាយថាអេខ្ញុំដឹកនាំហ្នឹងប៉ុន្តែមិនមែនឲ្យទទួលខុសត្រូវតែខ្ញុំទេត្រូវទទួលខុសត្រូវទាំងអស់គ្នាទទួលខុសត្រូវទាំងអស់គ្នានេះបងឯងគ្រាន់គេនិយាយមិនបានហ្នឹងណាលោកលីមេងខ្ញុំចង់កាត់ប្រសាសន៍លោកបន្តិចក្នុងចំណុចនេះហ៊ុនសែនបាននិយាយឲ្យថាហ៊ុនសែនខ្លួនឯងហ្នឹងគឺមិនបានត្រៀមចិត្តត្រៀមកាយជាមួយនឹងការធ្វើសង្គ្រាមជាមួយនឹងថៃទេការរំលោភបំពានពីប្រទេសថៃធ្វើសង្គ្រាមឈ្លានពានមកទឹកដីរបស់កម្ពុជាដែលកម្ពុជាជាប្រទេសមួយដ៏ស្លូតបូតមួយហើយហ៊ុនសែនបានលើកយកមកពិសាបន្ទាប់ពីខ្លួនឯងអួតអាងរួចហើយថាមានសំណាញ់មេឃអីនឹងផ្សេងនៅពេលដែលខ្លួនឯងកំពុងតែទុនដៃចាញ់គេស្រាប់តែប្រើពិសាមួយថាអូខ្ញុំអត់ដែលបានត្រៀមកម្លាំងឬក៏ទិញយន្តហោះណាមួយសម្រាប់ធ្វើសង្គ្រាមជាមួយថៃលេះបែបហ្នឹងសំហេតុផលថាជាអ្នកដឹកនាំដែរទេខ្ញុំចង់ឲ្យលោកលីមេឃបញ្ជាក់ជូនវិញចំណុចហ្នឹងឯងបងធារីខ្មែរដែលបាត់ដីហើយនៅពេលដែលថៃថាដីដែលគេពាត់យកនោះគឺជាទឹកដីរបស់ខ្មែរថៃទេហើយបែរជាខ្មែរស្ងាត់មិនព្រមប្តឹងទៅវិញអាចរឿងទាំងអស់នេះវានៅជុំវិញអាចចំណុចដែលថាតើពីរអ្នកឪកូននេះយល់ព្រមប្រគល់ទឹកដីដែលប្រជាពលរដ្ឋកំពុងតែភៀសសឹកឲ្យទៅថៃទាំងដែលមិនព្រមប្តឹងតែមិនដឹងគឺបានន័យថាអត់មានខាតបង់ឬក៏អត់មានគ្រោះមហន្តរាយអីទេហើយការដែលគណៈបកប្រឆាំងនៅក្រៅប្រទេសតែងតែប្តឹងនឹងស្រែកជ័យខុសទៅរកសហគមន៍អន្តរជាតិឲ្យជួយរកយុត្តិធម៌ដែលកម្ពុជាត្រូវបានប្រទេសថៃរំលោភបំពានធ្វើសង្គ្រាមឈ្លានពានទឹកដីរបស់ខ្មែរវាហាក់បីដូចជាគ្មានន័យអីទាំងអស់គេចាប់ថាយើងកុហកថាបាទលោកមានទស្សនៈណាមួយដើម្បីដាស់សតិពួកគេនឹងដែរទេថាកម្ពុជាអាចប្តឹងបានព្រោះទោះបីថៃគ្មាននៅក្នុងលក្ខខណ្ឌដែលថាខ្លួនឯងគ្មាននៅក្នុងគេហៅថាបច្ចេកទេសថានៅក្នុងក្រុមរបស់តុលាការមិនចូលសម្ព័ន្ធក៏ដោយក៏អាចប្តឹងបានដែរព្រោះខ្មែរគឺជាដើមបណ្ដឹងជាអ្នកបាត់ទឹកដីថាផុសតាក៏មានខ្ញុំចង់បានពីលោកមកវិញថាជួយបញ្យល់ពួកគេផងបើគេនឹកមិនឃើញកន្លែងនេះខ្ញុំចង់បានពីលោកមកវិញជួយបញ្យល់ថាតើគួរធ្វើយ៉ាងណាប្តឹងឬក៏អត់ឬក៏ប្រកល់ទឹកដីនេះឲ្យគេហើយចម្លើយតែមួយម៉ាត់ទេបងសុធារីឲ្យទៅគេហើយបើអញ្ចឹងឯងមិនមែនឲ្យប្រជាជននៅរងចាំទេត្រង់នេះឯងបានជាខ្ញុំចង់បានចម្លើយមួយដាស់ឲ្យប្រជាពលរដ្ឋខ្ញុំណាបាត់ជាតិយើងខ្ញុំនិយាយនេះគឺនិយាយលើកតថភាពពិតណាបងសុធារីចាកាលណាហើយពេលដែលនិយាយជាមួយប្រជាពលរដ្ឋអត់និយាយពីរឿងប្តឹងទេនិយាយពីរឿងចរចានិងសង្គ្រាមប្រជាជនគាត់ខ្លាចសង្គ្រាមហ่ะអញ្ចឹងគាត់ចរចាក៏គាត់ដឹងដែរដឹងថាចរចាមិនដឹងកាលទេតែលោកហ៊ុនសែនខ្លួនឯងគាត់មិននិយាយថាដាក់ពាក្យប្តឹងទេចាមើលคลิปហ្នឹងបងសុធារីចាហ៊ុនសែនគាត់អត់មាននិយាយថាដាក់ពាក្យប្តឹងទេអត់ទេដល់អញ្ចឹងគាត់ឲ្យប្រជាជនរងចាំ1រងចាំ2រងចាំ3រងចាំ4គាត់និយាយអញ្ចឹងចុះរងចាំដល់អាណន់ប្រហែលហើយគាត់បាននិយាយមួយម៉ាត់ទៀតគាត់ថាយកអាភូមិរងចាំហ្នឹងអាយុទ្ធសាស្ត្រការពារជាតិហ្នឹងដាក់គោលការណ៍បោះឆ្នោតធ្វើជាគោលការណ៍នយោបាយបោះឆ្នោតបងសុធារីប្រហែលឆ្នាំទៀតខ្ញុំអាសូវណាបងសុធារីទាំងយើងទាំងគេចេញរត់ចេញពីខ្មែរមកដល់ថៃប្រផិតប្រភីបាតដៃទៅទេហើយខ្ញុំនឹងគ្រួសារមានតែកៅមកកាផ្លេរៀងខ្លួនទេណាបងសុធារីក៏ធ្លាប់ចឹងដែរយើងរត់មកណាមិនចឹងពូកេងលីពេលដែលយើងអត់មានអីសោះនេះនៅដៃយើងអត់មានអីសោះថាយើងមានពិបាកប៉ុន្មានហ្នឹងយើងនៅមានសង្ឃឹមថាដឹកនាំជួយដែលយើងមានសង្ឃឹមថាគាត់ពិតជាជួយចុះប្រជាពលរដ្ឋនេះដីក៏បាត់ផ្ទះក៏គេយកនាំតែរលួយធ្វើផ្ទះបានម្នាក់អស់មកជីវិតបានមានលុយសំធ្វើផ្ទះបាន
ហើយគេយកទៅទៀតដីគេយកទៀតសួរថាតើអារម្មណ៍ហ្នឹងវាមិនវិញបងប្អូនអ្នកទាំងអស់គ្នាបងប្អូនដែលជាជនភាសាឬក៏អ្នកដែលមិនមែនជាជនភាសាថាវាមិនស្អីទេចាំសិនទៅអាអ្នកថាវាមិនស្អីទេចាំសិនទៅដោយសារវាមិនមែនដុំធွာធ្លាក់លើមេជើងខ្លួនយើងបើដុំធွာធ្លាក់លើមេជើងខ្លួនយើងលោតជាងគេទៀតហ៎ចាសួរថាតើហេតុអីបានជាមិនប្តឹងឲ្យសុកចិត្តឲ្យជាជនរងចាំគឺកាត់ឲ្យគេបាត់ហើយគឺសុកចិត្តបកគលឲ្យគេហើយខ្លាចកាលណាគេវាយខ្លាំងថែមទៀតខ្លាចទុកវាអត់ជាប់ណាបងសេរីអាហ្នឹងឯងដែលគេហៅអាអួតសិតតែអីគេសម្រែករាជសីសម្ដីអីសូណាពូគេលីពេលដែលមិនទាន់វាយថានៅលើលោកនេះគ្មានអ្នកណាក្រៅខ្លាំងជាងហ៊ុនសែនទេមានតែហ៊ុនសែនទេដែលមានសម្រែករាជសីសម្ដីអីសូបាទស្រេចឥឡូវឃើញហ៊ុនសែនអាចកកោកកាយដូច្នេះនៅពេលអ្នកនយោបាយថៃឲ្យពលបានត្រូវបានគេស្តុបទុកដើម្បីចែកទៅឲ្យប្រទេសថៃទី1តែមិនប្តឹងគឺអង្គការសហប្រជាជាតិក៏ដូចជាសហគមន៍អន្តរជាតិគេលូកដៃអត់ចុះទេព្រោះយើងម្ចាស់អត់ប្តឹងហើយទី2វិញទៀតបើទឹកដីនេះលោកទាំង3បានសម្រេចថាច្បាស់ណាស់ 100% គឺគេឲ្យទៅថៃហើយអញ្ចឹងខ្ញុំចង់បានចំណាប់អារម្មណ៍ពីលោកកេងលីវិញម្ដងលោកកេងលីប្រសិនបើទឹកដីរបស់យើងគេកំពុងតែប្រគល់ឲ្យទៅថៃទៅហើយក្នុងនាមលោកដែលជាឃុំក្រុមប្រឹក្សាឃុំចាត្រូវទេលោកបាទគឺលោកចាប់ជាមួយនឹងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងការបែបនេះណាក្នុងគេទស្សនវិជ្ជាបែបនេះសម្រាប់លោកវិញតើលោកមានទស្សនៈអ្វីនឹងយោបល់ណាមួយនឹងគេហៅថាដំបូលមានណាមួយជូនទៅដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសក៏ដូចជាម្ចាស់ទឹកដីដែលបាត់បង់ហើយតើគាត់ឈឺចាប់ដែរឬទៅហើយគាត់គួរធ្វើអ្វីខ្លះមិនថាគាត់ឆ្ងើបទៅធ្វើបេហេការឬមួយក៏គាត់ជំរុះត្រកូលហ៊ុនចេញឬមួយក៏គាត់ធ្វើយ៉ាងណាដើម្បីឲ្យប្រទេសយើងរុងរឿងត្រឡប់ដល់ទឹកដីមកវិញហើយរកអ្នកដឹកនាំណាមួយដែលហ៊ានប្តឹងថៃយកទឹកដីយើងមកវិញក្នុងនាមលោកចំបានអ្នកដឹកនាំដែលធ្វើឲ្យទឹកដីនៅកុងវងខ្ញុំចង់បានទស្សនៈពីលោកថាតើលោកមានដំបូលមានយ៉ាងណាទៅកាន់ប្រជាពលរដ្ឋចាសសូមជើញបាទអរគុណច្រើនសូមឆ្លើយសំណួរមួយថាតើវិបត្តិនៅក្នុងពលរដ្ឋរស់នៅក្នុងមូលដ្ឋានរបៀបម៉េចយើងបានមើលឃើញទាំងអស់គ្នាហើយវិបត្តិប្រជាពលរដ្ឋនៅមូលដ្ឋានណាគាត់អត់មានអីសង្ឃឹមទៅលើទីលំនៅមុខរបរស្រែចម្ការទេចឹងបានយួនគេមើលឃើញចំណុចថាខ្មែរបកកែត3ទេដីស្រែព្រៃឈើនិងបឹងទលីសាបចាចឹងបានយួនគេនាំគ្នាបំផ្លាញគេបំផ្លាញអាក្តីសង្ឃឹមនោះណាហើយប្រជាពលរដ្ឋរស់នៅមូលដ្ឋានសពថ្ងៃគឺគាត់អត់មានក្តីសង្ឃឹមទេគាត់រកតែឱកាសណាមួយគាត់ត្រូវតែងើបតែវាឱកាសរបស់គាត់នេះវាតិចបំផុតដោយសារតែគេរៀបចំជាអំណោយទានបាទអ្នកណាហ៊ានធ្វើសកម្មភាពខុសប្រក្រតីជាប់គុកហើយអត់បានអំណោយទៀតហើយថ្ងៃឃុំមួយគេដើរចែកអំណោយទេបាទគេដើរចែកអំណោយនេះអត់មានដំណោះស្រាយអីសម្រាប់មូលដ្ឋានថាគាត់ឈឺត្រូវយកគាត់ទៅដាក់មន្ទីរពេទ្យនេះគាត់មានបញ្ហាត្រូវបញ្ជូនគាត់ទៅតំណាងមេធាវីឯករាជ្យមួយសង្គមស៊ីវិលណាមួយសម្រាប់ឲ្យគាត់បានតក្តីបាទទោះបីចាញ់គ្នាក៏អស់ចិត្តដែរតែឥឡូវអត់ទេបាទចឹងបានប្រជាពលរដ្ឋគាត់សប្តាហ៍គាត់កំពុងតែសាវេសាវារោគទីចម្រោកណាដែលមានក្តីសង្ឃឹមពីព្រោះគាត់សង្ឃឹមហ៊ុនសែននេះអស់អ្នកមានអ្នកក្រគឺរលាយទាំងអស់គ្នាហើយឆក់បោកដូចខ្ញុំថានេះមេឃុំនិងមេប៉ោះគឺគាត់រៀបចំលបែងបោកប្រាស់ប្រជាពលរដ្ឋតាមមូលដ្ឋានលបែងស៊ីត្រង់ឆ្នាំញៀននិងចោរកម្មបាទសប្តាហ៍អត់ហ៊ានជិះម៉ូតូតែម៉ោង6ល្ងាចគឺឈប់ហ៊ានជិះម៉ូតូអញ្ចឹងបាទសិលចិត្តជួលឡានជួលគូយន្តគេព្រោះចោលប្លន់តាមដីឡូសម្ងាត់តាមទីធ្លាណាដែលនេះគឺចោលលួចចោលប្លន់គឺយើងហើយគ្រាន់តែគ្រោះថ្នាក់ចរាចរណ៍យើងមើលឆ្នាំនេះមនុស្សងើបជាង
6ពឿននេះต้องស្លាប់ต้องរបួសអត់មានដោះស្រាយចេញទៅណាមួយទេគឺបុកងឹបទាំងក្រុមអញ្ចឹងអសមត្ថភាពនៃការងាររបស់មន្ត្រីក្រមការហើយព័ត៌មានថ្មីមួយទៀតមន្ត្រីរួមទៅវា290,000 នាក់ប៉ុន្តែអ្នកធ្វើការបានតែជាង100,000 នាក់ផុតនោះចោលទាំងអស់បាទដើរលក់ឆ្នាំញៀនដើរស្អីទៅបាទ280,000 នាក់មិនតិចទេមន្ត្រីរាជការបាទប៉ុន្តែអ្នកមកធ្វើការតែ100,000 ជាងទេបាទតែ140,000 នាក់ទេចាបំផ្លាញសិទ្ធិចោលសតាតុលាការវិញគឺខ្លាយទៅជាមុខជំនួយនៃអង្គសេចក្តីបាទអ្នកមានប្លង់រឹងធ្វើអស់រាប់ពាន់ដុល្លារហើយក៏នៅតែរបស់នោះខ្លាយដែរចាបាទអញ្ចឹងបានប្រជាពលរដ្ឋគាត់អស់សង្ឃឹមហើយគាត់អត់មានអញ្ចឹងគាត់ស្វះស្វែងទៅរកទីទួលណាដែលគាត់មានសង្ឃឹមបាទប៉ុន្តែវាដូចលីខ្វាន់យូលនិយាយថានយោបាយហ៊ុនសែនណារំលាយកម្លាំងយុវជនចោលទាំងអស់យុវជនជាប់គុកក្នុងមួយឆ្នាំ6-7 ម៉ឺននាក់ហើយអ្នកដែលមិនព្រមប្រើប្រាស់គ្រឿងញៀនគឺចុះចិត្តទិញឈ្មោះទិញលេខគេធ្វើឲ្យបានទៅក្រៅប្រទេសទៅគឺការខ្ញុំគេនៅកូរ៉េគឺការនៅជប៉ុនម៉ាឡេអីចាកម្លាំងពិតនោះវាត្រូវតែហ៊ុនសែនរំលាយបាទវានៅតែកម្លាំងជូរីយើងដឹងហើយថាដែលទៅវិញជាង1លានជិត2លាននាក់នេះចាគឺคล้ายទៅជាមុខសញ្ញាមួយគឺគេដើរបំបែកបាទដើរបំបែកក្រុមគេនេះដើរបំបែកបាទគេថាអូការងារនៅនោះធំណាស់គេនាំទៅអត់ទៅដាច់ទាំងបាយទៅសុំឡានគេជិះមកវិញមកមានអាក្រុមបោកគេថាបោកជាបន្តបន្ទាប់បោកពីយកពីថៃទៅបានកម្លាំងមនុស្សហើយបាទនេះត្រូវបង់ម្នាក់50,000ទៀតដើម្បីគេទៅជួយរកការងារគេដឹកជញ្ជូនទៅឡានគេដឹកជញ្ជូនទៅយកទៅកវត្តចោលអាខ្លះចោលកោះកុំអាខ្លះយកទៅចោលកំពង់សោមអានេះឯងដែលគេថាគឺចំណាប់ការដ៏ស្អិតល្មួតរបស់ប្រជាជនដែលបំផ្លាញការរស់នៅរបស់ប្រជាពលរដ្ឋទូទៅមកអត់មានកន្លែងណានេះហើយអ្នកដែលវិលចូលប្រទេសថៃវិញបង់សិតតែ80,000 បាតទៅ90,000 បាតហើយទៅ$1,000 ជាងបាទហើយមកស្រួលគេចាប់យកទៅវិញ8,000 ទៅ10,000 បាតមិនមែនលេងទេណាបាទយើងគិតជាដុល្លារទៅបាទអញ្ចឹងគឺអានេះឯងគេថាអត់មានដំណោះស្រាយទេមានតែបង្កើតព្រឹត្តិការណ៍ឆោបបោកបង្វិលមនុស្សគឺអត់ឲ្យរស់នៅឲ្យបានស្រួលបួលមានក្តីសង្ឃឹមអត់មានទេបាទចាហើយអ្នកមានលមរស់ស៊ីដូចយកលុយទៅផ្ញើចោលអត់ឲ្យវិញគឺអត់ដឹងធ្វើម៉េចបានលុយពីចោលទេមានតែជាប់គុកចាផ្ញើលុយអ្នកវីលុយអ្នកស្អីអញ្ចឹងប្រទេសជាតិមួយគឺអស់លំនឹងប្រជាពលរដ្ឋគាត់ត្រូវតែមានការឬបំរាស់ហើយចេះថាទីណាជាជឿនទីនោះគឺត្រូវតែមានការឬបំរាស់អញ្ចឹងបានជាគាត់សុខចិត្តរៀបកងទ័ពដើម្បីគ្របសង្កត់អំណាចពលរដ្ឋមិនឲ្យងើបមិនឲ្យធ្វើអីទេបាទអញ្ចឹងវាអានេះដែលជាកត្តាមួយដែលប្រជាពលរដ្ឋអត់ក្តីសង្ឃឹមហើយគាត់អត់ជឿទៅលើការបោះឆ្នោតទេអញ្ចឹងបានជាបញ្ហានេះគឺមានតែមួយគឺគាត់ធ្វើម៉េចបានជាគាត់មានផ្ញើសារចេញក្រៅប្រទេសឲ្យធ្វើម៉េចជួយគាត់ផងឲ្យគោលការណ៍អីដែលគាត់អាចចូលរួមផងបាទអញ្ចឹងបានប្រជាពលរដ្ឋគាត់ចូលរួមចោះញ៉ាត់ប្រជាពលរដ្ឋគាត់ធ្វើម៉េចរងចាំឱកាសណាមួយដែលគាត់ត្រូវអាចងើបតស៊ូបានពីព្រោះគាត់អស់សង្ឃឹមទៅលើការដឹកនាំរបស់បកប្រជាជនទាំងមូលអញ្ចឹងអត់អស់ឯងដែលបាទដែលធ្វើឲ្យហ៊ុនសែននេះចេះតែមានការភ័យខ្លាចព្រួយបារម្ភទៅដោយសារតែតាមមូលដ្ឋានមួយគេលែងស្ដាប់លែងបង្កើបបាទយល់ទេអញ្ចឹងបានជាខំប្រើប្រាស់នយោបាយខាងអំណោយទានគឺមានតែមួយមុខប៉ុណ្ណេះអញ្ចឹងបានបងប្អូនខ្មែរគាត់ថាគាត់មើលឃើញក្នុងវិបត្តិការរស់នៅដោយអស់សង្ឃឹមមុខរបរក៏គ្មានទោះបីជាកាសែតអាល្លឺម៉ង់គេនិយាយថាគឺជាទីសួនកំសាន្តពេលគេចូលនិវត្តទៅគេអាចមករស់នៅប្រទេសកម្ពុជាដែលមានសុខភាពធម្មជាតិដោយគួរឲ្យស្រឡាញ់គេចឹងបានគេថាបើសិនណាជាខ្មែរធ្វើតែផ្ទះជួលនេះដែលប្រទេសនានាគេចង់មករស់នៅសម្រាប់កំសាន្តរដូវកាលមួយលុយយកអត់ទេបាទប៉ុន្តែពួកវាអត់ឲ្យមានទេបាទឲ្យមានទេកាលណាឲ្យក្រុមនោះមានមកគឺប្រជាពលរដ្ឋមិនអាចទៀបសកត់ជាច្រើនក៏បានទេអញ្ចឹងបានជា
បញ្ហារបស់ប្រទេសកម្ពុជានេះគឺប្រជាពលរដ្ឋគាត់លេងជឿលេងទុកចិត្តហើយគាត់មានការឬបំរាស់ហើយអញ្ចឹងវាសប្តាហ៍ថ្ងៃយើងឃើញហើយបាទគឺទៅទាំងក្រុមដោយសារតែគាត់អស់ជំនឿពីបកប្រជាជនហើយបកប្រជាជនគេខំបន្តបណ្ដាលក្រុមយុវជនដែលជាកំណើតយួនរស់លើដីខ្មែរនោះគេធ្វើការបាទគេធ្វើការជាក្រុមគេហើយគេឲ្យតាមដានក្រុមនេះនោះឯងបាទធ្វើអីអ្នកណាទៅធ្វើអីណាគឺប្រមូលដូចលីកាដូគាត់បានចេញរបាយការណ៍ហើយបាទគឺការតាមដានជាសម្បត្តិបើតាមការលើកឡើងរបស់លោកកេងលីហ៊ុនសែនអត់ខ្វាយខ្វល់រឿងព្រំដែនទេអត់ខ្វាយខ្វល់រឿងប្រទេសជាតិទេប៉ុន្តែហ៊ុនសែនខ្វាយខ្វល់តែជាមួយយុទ្ធជនខ្លាចងើបបោតែប៉ុណ្ណោះទាំងអស់ហ្នឹងគឺស្ដែងឲ្យឃើញថាខ្លួនកំពុងតែធ្វើរឿងខុសហើយជាការសារភាពយ៉ាងជាក់ស្ដែងថាខ្លួនឯងខុសហើយទៅបានភ័យខ្លាចយុទ្ធជននិងពលរដ្ឋងើបបោចាបាទយ៉ាងត្រូវចាំបើគាត់មកថ្លែងការនៅកន្លែងជួនភៀសខ្លួនគាត់ថាគាត់មិននឹកស្មានហើយគាត់ក៏មិនបានត្រៀមបំរុងហើយគាត់មិនជឿជាក់ថានឹងមានសង្គ្រាមហើយមិនហ៊ានធ្វើអុយខ្មែរហើយទៅយកពាក្យនោះទៅនិយាយនេះដឹកនាំទាំងមូលបាទបានដល់នឹកមិនឃើញបាទមិនបានគិតគូរមុនអញនិយាយវាឈួតចឹងណាអានេះចឹងបានថាជនភៀសគាត់ខឹងណាតែគាត់មិនដឹងធ្វើអីកើតបាទទៅចិត្តអង្គុយយកអំណោយទៀនអង្គ5គីឡូនេះចុះវាតាមតែគាត់ធុញត្រាន់នោះគាត់សឹងថានឹងស្រែកយំនឹងមុខហើយបាទអញ្ចឹងបានយើងថាបាទចិត្តយើងចិត្តគេហ្នឹងគឺដូចក្មួយបានលើកឡើងចឹងមួយជីវិតខ្លះណាមិនបានលុយធ្វើផ្ទះឲ្យបានរស់នៅសមរម្យផងបាទចាអញ្ចឹងបានថាប្រទេសកម្ពុជានេះវាអានោះអាធំណាធ្វើផ្ទះបានហើយមិនឲ្យធ្វើបន្ទប់ទឹកទៀតនោះមិនឲ្យជីប្រព័ន្ធទូទៀតនោះបាទបានថាវាបាទហើយសួរថាហ៊ុនសែនគិតទេបាទអត់មានគិតទេគឺគាត់ធ្វើម៉េចបំផ្លាញពូជសាសន៍នេះឲ្យអស់តែប៉ុណ្្នឹងទេបាទគោលដៅរបស់គាត់ណាអរគុណសូមចូលរួមប៉ុណ្្នឹងចាអរគុណដោយសារតែពេលវេលាយើងនឹងកំពុងតែរំកិលទៅតែខ្ញុំនឹងបន្ថែមជូនទៅលោកសុផាន់បន្តិចដោយសារតែសំណួរយើងនឹងវារាប់លានសំណួរមិនចេះអស់មិនចេះហើយនិយាយរត់តែ connect ចូលជាលក្ខណៈថារឿងរ៉ាវនយោបាយរឿងរ៉ាវប្រទេសជាតិរឿងរ៉ាវឈឺចាប់វាមិនចេះចប់មិនចេះហើយទី1យើងឃើញថាកម្ពុជាដូចខ្ញុំលើកពីមុននោះកម្ពុជាយោធាកម្ពុជាខ្លាំងទោះបីជាគ្មានយន្តហោះក៏ដោយបដ ឲ្យបន្តគឺត្រូវតែឈ្នះប៉ុន្តែដោយសារតែមានការហាម5ហ្នឹងក៏คล้ายទៅជារឿងវិបត្តិសេរីរហូតដល់ឥឡូវចឹងហើយអ្វីដែលរត់ទៅអស់សំណើចទៀតលោកសុផាន់ហ៊ុនសែនបានឆ្លើយថាខ្លួនឯងមិនបានត្រៀមទុកមិននឹកស្មានថាមានសង្គ្រាមនេះហើយគឺជាអ្នកដឹកនាំភាសាអ្នកដឹកនាំគេនិយាយចឹងឬលោកហើយមួយវិញទៀតបញ្ចាំបញ្ជាក់ផងដែរទៅដល់បងប្អូនដែលកំពុងតែទស្សនាផងដែរថាបើអ្នកដឹកនាំប្រហែលហើយមានយកប្រើភាសាថាមិននឹកស្មានដល់យកភាសាអញ្ចឹងមកនិយាយគួរតែចោះចេញឬយ៉ាងម៉េចអាហ្នឹងលក្ខខណ្ឌទី1អញ្ចឹងដើម្បីឲ្យលោកសុផាន់បានបកស្រាយនឹងលក្ខខណ្ឌនេះមួយបានខ្ញុំចង់ជម្រាបសួរលោកសុផាន់ថាឱកាសឈ្នះរបស់យោធាមានហើយខ្មែរប៉ុន្តែវាចប់ទៅដោយសារការហាមបាញ់ហើយទី2ឱកាសដែលឈ្នះគឺដឹងប៉ុន្តែអ្នកដឹកនាំមិនដឹងគឺបានបង្ហាញឲ្យបានដឹងថាថៃអត់បានរំលោភមកកម្ពុជាទេនេះគឺជាការឈឺចាប់ដែលប្រជាជនសឹកទាំងអស់គឺចាប់គឺចង់និយាយថាទឹកដីរបស់គាត់คล้ายទៅជាឈាមទៅហើយមួយវិញទៀតចង់បង្ហាញឲ្យឃើញថាបើសិនជាហ៊ុនសែនមិនប្តឹងកុំឲ្យបាត់ទឹកដីបានប្រជាពលរដ្ឋត្រូវតែមានការផ្លាស់ប្ដូរអញ្ចឹងឱកាសដែលប្រជាពលរដ្ឋត្រូវការផ្លាស់ប្ដូរហ៊ុនសែនដោយលោកកៃលីបានរៀបរាប់មិនអញ្ចឹងគេរៀបចំសេណារីយ៉ូយុវជនយួនមករៀបសេណារីយ៉ូសម្រាប់ត្រួតត្រានិងដើរស៊ើបអង្កេតមកលើប្រជាពលរដ្ឋដូចយើងនិយាយរឿងព្រំដែនរឿងទឹកដីអត់គិតទេគិតតែពីរឿងស៊ើបអង្កេតនិងដាក់រាយការណ៍អីផ្សេងសង្កត់តែខ្មែរដូច្នេះអ្វីដែលខ្ញុំចង់សួរលោកជាចុងក្រោយនេះបញ្ជាក់ថាបើខ្មែរនៅតែប្តីផ្ដួលរមូលផ្សំក្រិចជាមួយនឹងហ៊ុនសែនធ្វើជាផ្លិចធ្វើជាលីលើចុះបើប្រទេសដឹកនាំដោយមនុស្សឈួតបែបហ្នឹងតើប្រទេសកម្ពុជានឹងคล้ายទៅជាយ៉ាងណាដូច្នេះខ្ញុំចង់បានការបញ្យលពីលោកដើម្បីផ្ដល់ជូនសារនឹងទៅដល់ប្រជាពលរដ្ឋថាគាត់ធ្វើអ្វីខ្លះចាសសូមជឿអរគុណជាប្រវត្តិសាស្ត្រយើងឃើញថាសម្ដេចតាលោកធ្វើនយោបាយជាវិថត់ដើម្បីល្បីខ្លួនឯងហើយចុងក្រោយចិនជាឱកាសយកមនុស្សល្បីហ្នឹងដើម្បីបំរើវិជាតាចិនប្រឆាំងនឹងប្រចាំប្រទេសចំណុចនេះយើងឃើញថាចិនជោគជ័យមួយហើយដល់ពេលក្រោយ7មករាគឺចិញ្ចឹមលោកហ៊ុនសែននឹងឲ្យល្បីដោយសម្ដេចតាដែរដើម្បីទាញទៅបំរើនយោបាយចិនប៉ុន្តែលោកហ៊ុនសែនមិនអាចទៅរួចដោយសម្ដេចតាសៀនុបានអញ្ចឹងមិនហ៊ុនសែនស្ទះទៅមុខគំរួចតើក្រោយមករួចឥឡូវយើងអាចនិយាយដោយទូទៅថាកម្លាំងប្រជាពលរដ្ឋខ្មែរយើង
ត្រូវបានគណៈបកប្រជាជនលោកហ៊ុនសែនហ្នឹងបង្ក្រាបយ៉ាងចាស់ដៃយើងឃើញចាប់ដាក់គុកឯងទោះបីតែអ្នកនាំពាក្យអង្គការសហប្រជាជាតិក៏គាត់និយាយដែរគេថាគាត់ជួបលោកហ៊ុនសែនថាប្រជាពលរដ្ឋខ្មែរមានសិទ្ធិពេញលេញហើយដល់ពេលគាត់ថ្លែងការណ៍ម្សិលមួយថ្ងៃគាត់ថាប្រជាពលរដ្ឋខ្មែរអត់មានសិទ្ធិអីទាំងអស់ព្រោះសិទ្ធិបញ្ចេញមតិត្រូវបានចាប់ដាក់គុកឡើងចំនួន300នាក់វាផ្ទុយពីអ្វីលោកហ៊ុនសែនប្រាប់ណាតែគាត់ជឿទៅលោកហ៊ុនសែននិយាយការពិតគឺកុហកគាត់ណាហើយសួរថាគណៈបកជំទាស់លេងសិទ្ធិចត់ក្បត់ជាតិចាប់ដាក់គុកហើយដោះលែងហើយបង្កើតបញ្ហាឲ្យគណៈបកជំទាស់នេះឆ្លោះគ្នាលោកឆ្លោះបញ្ហាលោកកឹមសុខាហ្នឹងលោកសំស៊ីហ្នឹងឲ្យអ្នកប្រជាតៃឆ្លោះគ្នាឯងតែអ្នកប្រជាតៃមានភាពចាស់ទុំហ្នឹងថ្ងៃអត់ឆ្លោះគ្នាឯងទេព្រោះហ្នឹងជាល្បិចខូចរបស់គេឲ្យយើងឆ្លោះគ្នាឯងតែគេអត់ឆ្លោះគ្នាឯងហ្នឹងហើយបង្កើតទៅឲ្យឆ្លោះគ្នាឯងដល់ពេលរួមសង្គ្រោះជាតិយើងឃើញឈ្នះរបបផ្ដាច់ការឥឡូវហ្នឹងយើងឃើញថាក៏ក្រាបមែនទែនជាភាសាអ្វីដែលភ័យជាងគេគឺយុវជន 65% ដែលជាយើងហៅថាជាភាគលាភនៃប្រជាសាស្ត្រ demography dividends ដែលគាត់ជាភ្នាក់ងារនៃការផ្លាស់ប្ដូរណាជា agent of change អញ្ចឹងបានជាពជាលោកហ៊ុនសែនមិនប្រវត្តិនៃនយោបាយរបស់គាត់មិនដែលពជារហូតដល់2អាណត្តិទេតែឥឡូវគាត់ពជាអាណត្តិគាត់ពី2018ទៅឲ្យរួចដាក់កូន2023ទៅឲ្យរួច2027នេះនឹងបោះឆ្នោតដើម្បីឲ្យឃុំសង្កាត់នឹងមានការស្របច្បាប់ដើម្បីតថ្លៃជំនួយបរទេសហើយ2028ហ្នឹងបោះឆ្នោតជាតិហ្នឹងជាយើងធ្វើឲ្យស្របច្បាប់ដើម្បីតថ្លៃជំនួយបរទេសហើយការតថ្លៃជំនួយបរទេសនេះមិនមែនតែលោកហ៊ុនសែននឹងចង់ទេហើយក៏មិនមែនតែចិននឹងចង់ដែរគឺចិននឹងចង់ឲ្យលោកហ៊ុនសែននឹងទៅកូរ៉េខាងជើងចា៎លោកហ៊ុនសែននិងហ៊ុនម៉ាណែតចង់ទៅកូរ៉េខាងជើងប៉ុន្តែស្ទះត្រង់ថា scam អាមេរិកដាក់ខ្លាំងអាមេរិកមិនអាចបដ ாய் បានអញ្ចឹងតបជាប់ហើយដល់ពេលថៃឆ្លៀនពៀនពឹបគឺធ្វើឲ្យលោកម៉ាណែតហ៊ុនសែននេះស្ទះបដ ாய் ស្ទះចរាចរណ៍បដ ாய் ទៅរួចទៀតបាទទៅខ្លួនឯងនឹងបកលនិយាយទៅគឺលោកហ៊ុនម៉ាណែតនឹងបានបញ្ជូនមនុស្សចំណិតរបស់ខ្លួនទៅជួបមេដឹកនាំសម្ងាត់របស់អាមេរិកចរចានៅហាវ៉ៃសុំទំនាក់ទំនងការទូតឡើងវិញជាពិសេសគឺការធ្វើសម្ពយុទ្ធយោធាឡើងវិញណាហើយយើងឃើញទូតថ្មីទៅបញ្ជូនមកពីមុនអត់មានទូតទេណាទូតអាមេរិកមានតែត្រឹមឧបការីណាគឺអនុទូតមិនមានទូតទេតែឥឡូវទូតលោក Andrew សំទោសលោកម្នាក់ទៀតទូតហ្នឹងគាត់នឹងមកហើយទូតហ្នឹងក៏ខ្លាំងដែរអញ្ចឹងអាមេរិកមិនប្រឡែងអញ្ចឹងឥឡូវជាការធ្វើការរបស់អ្នកជាតែតស៊ូមតិយ៉ាងម៉េចតស៊ូមតិនៅពេលដែលស្របជាមួយអន្តរជាតិស្របជាមួយអង្គការសហជីវជាតិប៉ុន្តែត្រូវតស៊ូមតិឲ្យខ្លាំងក្លាតែម្ដងព័ត៌មានដែលអ្នកនាំពាក្យព្រីសិបអង្គការសហជាតិដែលគាត់យកមកនិយាយគឺគាត់និយាយចំតែម្ដងហើយគាត់នឹងទៅថ្លែងការណ៍នៅអង្គការសហជាតិប្រជុំអង្គការជាតិនៅអឺរ៉ុបទៀតហើយគាត់បានស្នើឲ្យដោះលែងអ្នកទោសអ្នកស្កាត់ទាំងអស់ចា៎ហើយរៀបចំបោះឆ្នោតឲ្យស្កាត់ត្រឹមត្រូវយុត្តិធម៌2027 2028គឺច្បាស់ណាស់គឺផ្លូវដែលហ៊ុនសែនដែលចិនចង់បានហ្នឹងគឺស្ទះចិនត្រូវការធ្វើពាណិជ្ជកម្មមួយលោកដូណាល់ត្រាំអញ្ចឹងអត់ហ៊ានរឿងពាណិជ្ជកម្មទេទើបមានការសហការចិនអាមេរិកដើម្បីកម្ចាត់ scam នៅស្រុកខ្មែរឃើញទេគឺចិនបានបធូរដៃមកវិញធ្វើជាខ្លួនឯងសហការតែខ្លួនឯងជាមេកំណត់នៃ scam ហ្នឹងឯងនេះគឺចិនលេងល្បិចខូចមកអញ្ចឹងប៉ុន្តែអ្វីដែលសំខាន់គឺចិននៅបន្តគ្រប់គ្រងចរន្តគណបកប្រជាជនក្នុងការបង្កើតនិយមការដូចសម្ដេចតាអញ្ចឹងដែរគឺប្រជាប្រិយគឺប្រជាពិធដ្ឋនយោបាយប្រជាពិធដ្ឋបាទនយោបាយប្រជាពិធដ្ឋកុហកខ្មែរដដែលបោកប្រាស់ខ្មែរដដែលហើយតេះដៀលប្រជាធិបតេយ្យបកស្រាយសិទ្ធិមនុស្សផ្សេងរដ្ឋធម្មនុញ្ញមិនគោរពបដិសេធ$23គឺចិននៅគ្រប់គ្រងនយោបាយនឹងដើម្បីទាញគូក្បាលខ្មែរដដែលទោះបីតែបធូរបន្តិចក៏ដោយតែនៅតែបន្តបញ្ហានេះគៀបសង្កត់សិទ្ធិបញ្ចេញមតិសៀបសន្តិសេរីភាពឲ្យគ្រប់បែបយ៉ាងចិនមិនអាចទប់មិនអោយអាមេរិកចូលមកធ្វើសម្ពយុទ្ធយោធាជាមួយខ្មែរបានអញ្ចឹងចិនប្រឡែងក៏មុនចិនស៊ីដាច់យល់ទេស៊ីដាច់កោះរៀមចង់ដាក់ជាមូលដ្ឋានទ័ពរបស់ខ្លួនហើយតែបែកមុខប៉ុន្តែជប៉ុនអាចចូលទៅចត់បានហើយអាមេរិកនឹងសុំឆែកមើលចូលមើលទៅទៀតអញ្ចឹងសម្ពយុទ្ធជាមួយអាមេរិកនេះនឹងជាមួយគេថាសម្ពយុទ្ធឆ្មាំអង្គរណានឹងចាប់ដើមយើងអត់បានធ្វើមួយអាមេរិកមក10ឆ្នាំហើយតែយើងនឹងចាប់ដើមពេលខាងមុខចាប់ចាត់នេះអញ្ចឹងនេះបានជាយើងមានសភាខ្មែរនៅក្រៅប្រទេសហើយបងប្អូនពងចោះឈ្មោះហើយនឹងចូលឈ្មោះជាបេក្ខជនយើងនឹងធ្វើគោលនយោបាយឲ្យអាមេរិកមិនត្រូវប្រឡែងកម្ពុជាឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃចិនទេអាមេរិកមកលើកនេះគឺឲ្យច្បាស់លាស់កុំដូចលើកមុនទៀតហើយបើសិនតែលោកហ៊ុនសែនធ្វើដូចរំលាយគណបកសង្គ្រោះជាតិដូចដេញសាពូមេអេក្រិចកម្ពុជាដេលីក្តីភ្នំពេញប៉ុស្តិ៍ក្តីដែលជាក្រុមហ៊ុន
គេធ្វើការប្រកបដោយវិជ្ជាជីវៈផ្សព្វផ្សាយពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដេញអង្គការ NDI របស់អាមេរិកចាញ់ហ្នឹងគឺអាមេរិកមិនត្រូវបទូដៃដូចមុនទៀតទេត្រូវតែចាត់ការហើយបញ្ហាដែលអាមេរិកធ្វើឥឡូវគឺបញ្ហា scam នេះគឺអាមេរិកនឹងចាប់ឲ្យបាននឹងចាប់ឲ្យបានយើងដឹងហើយគឺបញ្ហា scam នេះគឺជារឿងធំដែលលោកហ៊ុនសែននិយាយរួចខ្លួនបាទដោយគាត់ថាជារឿងឯកជនហើយលោកកុកអាននៅនាងប៉ាត់ហ្នឹងកំពុងតែរមេធាវីការពារចាហើយលោកហ៊ុនម៉ាណែតថាការប្រក្រាបឆបអនឡាញហ្នឹងចប់ចុងខែ4ប៉ុន្តែមេ FBI គាត់និយាយម្សិលមួយថ្ងៃគាត់ថាកំពុងតែចាប់ផ្ដើមនៅឡើយទេក្នុងការកម្ចាត់ FBI នៅកម្ពុជាយើងហើយជាប្រវត្តិសាស្ត្រ FBI មកខ្មែរយើងគឺមកតែភ្នាក់ងារស៊ើបអង្កេតតូចតាចទេសម័យគប់ក្របបែកលើក្រុមបាតកោលោកសំស៊ីដែលមានមនុស្សស្លាប់ជាប់20នាក់ណាហើយមានលោករនអាប់នីដែលជាភ្នាក់ងារប្រធាន NDI ប្រចាំកម្ពុជានឹងរបួសតែឥឡូវរនអាប់នីក៏ស្លាប់ហើយមានប៉ះជនជាតិអាមេរិកទៅបានជា FBI 2នាក់មកស៊ើបអង្កេតដើម្បីរកឃាតករហើយឃាតករទាំងអស់នោះគេជាអត្តសញ្ញាណបានឲ្យចាប់តែអត់ចាប់តែទីបំផុតឮថាឲ្យកពើស៊ីអស់ទាំង2នាក់ហ្នឹងពួកឃាតករនោះមិនអាចទៅបត់ទេបាទប៉ុន្តែឥឡូវ FBI មិនមែនមកជាភ្នាក់ងារជាក្រុមការងារតូចតាចដូចមុនទេណាគឺមេ FBI មកតែម្ដងចាមេ FBI មកការដែលមកនេះមិនមែនមកទស្សនកិច្ចផ្លូវការទេ FBI មិនមែនជាភ្នាក់ងារនយោបាយទេណាគឺជាភ្នាក់ងារសន្តិសុខផ្ទៃក្នុងហើយបើមេមកឲ្យកូនចៅមកច្រើនណាហើយបើមេថាប្រក្រាបគឺត្រូវតែប្រក្រាបអត់មានលេខសើចទេណាអត់មានលេខសើចទេព្រោះធ្វើចាប់បានអាមេរិកកាំងទៅស្រង់អញ្ចឹងសម្រាប់ខ្ញុំយល់ថាលោកហ៊ុនម៉ាណែតកំពុងតែយករួចខ្លួនចាហើយកំពុងតែឈោជើងពីចិនផងអាមេរិកកាំងផងតែបើយើងមើលពលមានចុងក្រោយគឺចិនចាប់អត់ជាប់អាមេរិកកាំងចាប់ជាប់ចាប់លោកហ៊ុនម៉ាណែតចាអញ្ចឹងរួចលោកហ៊ុនសែនទៅចិនទៅចាប់លោកអាមេរិកកាំងចាប់លោកហ៊ុនម៉ាណែតចាំមើលអង្គកូនទៀះគ្នាខ្លាំងប៉ុណ្ណាអានេះដែលខ្ញុំសង្កេតឃើញគឺអាមេរិកកាំងមិនប្រឡែងណាលោកហ៊ុនម៉ាណែតបានប្រឡែងកុកអាននិងនាយចំផាត់ដែលជាមនុស្សចិត្តស្និទ្ធរបស់ឪថាជារឿងឯកជនអញ្ចឹងមកនេះលោកហ៊ុនម៉ាណែតមានថ្មងហើយអាមេរិកកាំងចូលការពារលោកហ៊ុនម៉ាណែតការពារជីវិតណាចង់និយាយអញ្ចឹងមិនការពារអំណាចទេការពារជីវិតហើយឲ្យរៀបចំបោះឆ្នោតឲ្យស្រិតត្រឹមត្រូវយុត្តិធម៌អញ្ចឹងរង្វង់នៃការបែកបាក់ក្នុងទូគណៈបព្វជិជនវាមាន3ក្រុមគឺក្រុមចិនក្រុមយូននិងក្រុមអាមេរិកកាំងเราយល់អញ្ចឹងចាហើយយើងមិនដែលអាមេរិកកាំងចូលជ្រៅដូចនេះអញ្ចឹងយើងចាំមើលតើជាពលរដ្ឋខ្មែរនឹងអបអរសាទរដោយវិធីណាខ្ញុំយល់ថាអ្នកជាអតីតត្រូវតែតស៊ូគណៈបកទីក្នុងទៅហ៊ាននិយាយដើម្បីលើកសលេងឆ្នោត2027នេះគុំសង្កាត់នេះត្រូវដាក់ពេកជនបានច្រើនហើយ2028គឺបោះឆ្នោតចិត្តឈ្នះដាច់លោកហ៊ុនម៉ាណែតតែម្ដងគឺមិនគណៈបកប្រជាជនតែជាបើយើងមើលស្ថានភាពដោយលោកហ៊ុនម៉ាណែតធ្វើបច្ចុប្បន្នតែជាលោកហ៊ុនម៉ាណែតមិនបានជាបេក្ខជនទេចាបេក្ខជនអាចទៅផ្សេងហើយសម្លេងគណៈបកប្រជាជននឹងបោះឲ្យគណៈបកជំទាស់ដើម្បីការពារគណៈបកជំទាស់ដូចបោះឆ្នោត2017ពេល2017វានៅមូលព្រោះគេព្រមឲ្យលោកហ៊ុនសែនធ្វើបេក្ខជនណាតែ2028នេះបើយើងទស្សន៍ទាយមើលទៅគណៈបកប្រជាជនអាចមិនយកលោកហ៊ុនម៉ាណែតជាបេក្ខជនទេពេលហ្នឹងសម្លេងបែកបាក់កាន់ខ្លាំងដែលគណៈបកជំទាស់មានឱកាសឈ្នះហើយប្រហែលជាសមាជិកគណៈបកប្រជាជនមួយភាគធំនឹងចូលមកដល់ជាសមាជិកគណៈបកជំទាស់រួមគ្នាតែម្ដងអានេះខ្ញុំមើលឃើញវិធានការរបស់អាមេរិកកាំងហើយសហគមន៍អឺរ៉ុបក្នុងកិច្ចព្រមព្រៀងសន្តិភាពប៉ារីសហ្នឹងហើយអញ្ចឹងខ្ញុំមិនពៀមនាឲ្យប្រជាជនក្រោកឈរដែលចូលអង្គប់របស់លោកហ៊ុនសែនទេសប្តាហ៍ថ្ងៃបើយើងប្រើហិង្សាពុបចូលអង្គប់ចិនភ្លាមយកអានឹងជាហេតុផលដើម្បីបង្ក្រាបទាំងស្រុងអាមេរិកក្តីអឺរ៉ុបក្តីជួយឲ្យបានទេតែបើចូលតាមនយោបាយការទូតដែលអង្គការសហជាតិកំពុងធ្វើអាមេរិកកំពុងធ្វើសហគមន៍អឺរ៉ុបកំពុងធ្វើគណៈបកប្រជាជននឹងបែកជា3តែម្ដងហើយអ្នកឈ្នះគឺគណៈបកជំទាស់រួមគ្នាអានេះដែលខ្ញុំមើលឃើញបាទអរគុណចាអរគុណលោកសេងសុខដោយសារតែពេលវេលាយើងឈានមកដល់ទៅហើយខ្ញុំសូមចង់បាននៅទស្សនៈបន្តិចបន្តួចពីលោកលីមេងចាតើលោកលីមេងមានទស្សនៈយ៉ាងណាដែរនៅជុំវិញរឿងនេះចាលោកមានពេលខ្លីសូមជួយសង្ខេបចាសូមចាមកចំពោះខ្ញុំប្រជាពលរដ្ឋទាំងអស់គួរតែរៀនពីប្រវត្តិសាស្ត្ររៀនពីបញ្ហាសង្គមនិងស្វែងយល់ព័ត៌មានsearchព័ត៌មានទាំងអស់បាទកាលណាបើប្រជាពលរដ្ឋទាំងអស់យល់ដឹងពីបញ្ហានយោបាយយល់ដឹងពីបញ្ហាសង្គមពេលនោះពួកជនអាក្រក់បោកលែងបានហើយបាទតែប៉ុណ្្នឹងទេបងសេរីបាទសូមអរគុណចាមានន័យ
ចាពីខ្លីមួយត្រូវអរគុណចំពោះការចូលរួមជាមួយនឹងលោកទាំង3ដែលបានចំណាយពេលវេលាយ៉ាងមានតម្លៃបំផុតចូលរួមបកស្រាយជាមួយនឹងកម្មវិធីផ្សាយរបស់យើងដែលមានប្រធានបទអំពីការដឹកនាំរបស់ប្រព័ន្ធហ៊ុនដែលដឹកនាំតាំងពីមានដីរហូតដល់ទៅអស់ដីក៏សូមអរគុណដល់ជំរុំជាតិខ្មែរដែលកំពុងតែទស្សនាក៏ដូចជាទស្សនាជាបន្តបន្ទាប់ផងដែរពីកម្មវិធីផ្សាយរបស់ទូរទស្សន៍សង្គ្រោះជាតិអាមេរិកយើងខ្ញុំពីកម្មវិធីផ្សាយរបស់យើងសូមជម្រាបលាអស់លោកស្រី